តែនឹងឆ្នាំជក់យ៉ាងនេះពួកបងប្អូនយកទៅសាកមើលចុះលោកមេក្រុមឆ្នាំជក់ខ្ញុំសូមទទួលយកតែមិនបាច់ទេឲ្យខ្ញុំមិនមែនធ្វើឲ្យខ្ញុំមិនចេះខ្វល់ខ្វាយទេអូហូអញចេះប្រើពាក្យសុភាសិតនឹងគេដែរឬកុំឲ្យខ្ញុំអញកុំមើលងាយមនុស្សឲ្យសោះខ្ញុំមិនឲ្យអញទេបន្តិចទៀតខ្ញុំនឹងយកទៅឲ្យជានសៀងអាឡូស៊ូស្ដីសប្តាហ៍ថ្ងៃនេះពួកបោកប្រាស់មិនក៏លែងមានកលល្បិចអ្វីទៀតហើយឡើងមកភ្លាមទាមទារតែលុយមួយប៉ោះព្រៃភ្នែកសោះរំសាយកងទ័ពបាន12ឆ្នាំហើយពេលវេលាកន្លងទៅលឿនមែនទែនពិតមែនហើយវាមានរយៈពេល12ឆ្នាំមកហើយសំណាងល្អដែលបងប្អូនយើងទាំង4នាក់បានសន្យានឹងគ្នាការជួបជុំរៀងរាល់3ឆ្នាំដើម្បីជួបជុំរំលឹកអនុស្សាវរីយ៍ចាស់នឹកឃើញដល់សម័យកាលដែលយើងធ្លាប់ឆ្លងកាត់សមរភូមិរួមគ្នាខ្ញុំប្រាប់អ្នកទាំងពីរចុះតែពួកយើងទាំង3នាក់នៅទីនេះអង្គុយផឹកតែបាននៅថ្ងៃនេះគឺសុទ្ធតែដោយសារជីនសៀងបានប្រឹងប្រែងស្លាប់រស់កាលពីមុនដោយគេបានរើសក្របបែកដៃដែលជិតផ្ទុះនោះគប់ចេញពីលេនឋានបើមិនដូច្នោះទេយើងប្រហែលជាស្លាប់អស់តាំងពីថ្ងៃនោះទៅហើយជើងរបស់ជីនសៀងគឺរងរបួសនៅក្នុងគ្រានោះឯងបន្សល់ទុកជាពិការភាពពេញមួយជីវិតកាលពីខែមុនខ្ញុំបានជួបគាត់ដោយចៃដន្យនៅផ្សារទំនើបផ្លូវតាយើងក៏បានញ៉ាំបាយជាមួយគ្នាខ្ញុំសួរគាត់ថាមានអ្វីត្រូវការជំនួយទេតែគាត់មិនព្រមនិយាយមួយម៉ាត់សោះអ្នកក៏ដឹងពីនិស្ស័យរបស់ជីនសៀងដែរមិនមែនឬលើកលែងតែរឿងចាំបាច់បំផុតគាត់មិនងាយនឹងបើកមាត់ពឹងពាក់អ្នកណាឡើយដូច្នេះខ្ញុំសូមនិយាយមួយម៉ាត់ចុះមិនថាជីនសៀងជួបបញ្ហាអ្វីក៏ដោយឲ្យតែគាត់បើកមាត់សុំជំនួយពីអ្នកទាំងពីរត្រូវតែប្រាប់ខ្ញុំរឿងនឹងប្រកបណាស់រឿងរបស់ជីនសៀងក៏ជារឿងរបស់ពួកយើងដែរជិតដល់ម៉ោងអាហារថ្ងៃត្រង់ហើយហេតុអ្វីជីនសៀងនៅមិនទាន់មកដល់ទៀតគាត់មិនដែលមកយឺតយ៉ាវបែបនេះទេកុំបារម្ភអីជីនសៀងគ្មានថ្ងៃភ្លេចការជួបជុំរៀងរាល់3ឆ្នាំម្ដងដែលយើងបានសន្យានឹងគ្នាឡើយការជួបជុំរៀងរាល់3ឆ្នាំម្ដងគាត់នឹងមកដល់ប្រកបណាស់ចាំមើលសិនទៅយូអាឡអត់នៅទីនេះឯងតើត្រូវបងលុយទៀតមែនទេលុយរបស់កូនមិនទាន់គ្រប់ទេលីនគឺស៊ីនកូនល្អប៉ាកំពុងដេកលក់ហើយនិយាយឲ្យម៉ត់បន្តិចម៉ាក់នឹងរកវិធីរកលុយដើម្បីព្យាបាលប៉ាម៉ាក់លីនគឺស៊ីនកូនល្អយកលុយនេះទៅឲ្យប៉ាព្យាបាលជំងឺចុះលីនគឺស៊ីនម៉ាក់មិនដែលឲ្យលុយកូនទេប្រាប់ម៉ាក់មកតើកូនបានលុយនេះមកពីណាតើកូនលួចគេមែនទេម៉ាក់ប្រាប់កូនប៉ុន្មានដងហើយកុំឲ្យលួចលុយអ្នកដទៃឆាប់យកទៅសងគេវិញទៅកូនមិនបានលួចលុយទេនេះគឺជាលុយដែលប៉ាសម្រាប់នៅមន្ទីរពេទ្យប៉ុន្មានខែមកនេះកូនរើសសម្រាប់លក់បាននៅតាមច្រករបៀងមន្ទីរពេទ្យហើយយកទៅលក់នៅទ្វារក្រោយកូនមិនបានលួចទេម៉ាក់សុំទោសលីនគឺស៊ីនម៉ាក់សុំទោសកូនម៉ាក់មិនគួរស្ដីបន្ទោសឲ្យកូនឡើយម៉ាក់សុំទោសម៉ាក់កុំយំអីយើងនឹងរកលុយជាមួយគ្នាដើម្បីព្យាបាលប៉ាលីនគឺស៊ីនកូននៅទីនេះចាំប៉ាសិនទៅណាម៉ាក់ទៅទទួលទូរស័ព្ទសិនល្ងាចម៉ាក់ត្រឡប់មកវិញអាឡូលោកប្រធានចៅសូមទោសលោករឿងថ្លៃគ្រប់គ្រងផ្សារនោះសូមលោកមេត្តាពន្យាពេលឲ្យខ្ញុំ2 ឬ 3ថ្ងៃទៀតបានទេលោកប្រធានចៅលោកប្រហែលជាជ្រាបពីស្ថានភាពរបស់លោកលីនផ្ទះខ្ញុំហើយទប់លក់បន្លែរបស់ពួកយើងមិនបានបើកលក់កន្លះខែមកហើយតាមពិតទៅខ្ញុំពិតជាមិនមានប្រាក់ក្នុងដៃទេចំពោះជនពិការម្នាក់នោះនៅផ្ទះនាងតើវាមានរឿងអ្វីខ្លះខ្ញុំដឹងច្បាស់ជាងអ្នកណាទាំងអស់ប៉ុន្តែនេះមិនអាចខ្លាចជាហេតុផលដែលអ្នកមិនព្រមបង់ថ្លៃឈ្នួលតូបបានទេសូមលោកមេត្តាពន្យាពេលឲ្យខ្ញុំ2 ឬ 3ថ្ងៃទៀតការពន្យាពេល2 ឬ 3ថ្ងៃមិនមែនជារឿងដែលធ្វើមិនបាននោះទេប៉ុន្តែពួកយើងមិនមែនជាញាតិមិត្តនឹងគ្នាឡើយហេតុអ្វីខ្ញុំត្រូវលើកលែងឲ្យអ្នកយ៉ាងងាយបែបនេះហេតុអ្វីខ្ញុំត្រូវរកលោកប្រធានចៅស្ថានភាពគ្រួសារខ្ញុំគឺពិតជាលំបាកខ្លាំងណាស់ភាពពិការរបស់លោកលីនផ្ទះខ្ញុំគាត់ពិការព្រោះតែបម្រើជាតិឈប់សិនកុំយកសិលធម៌មកគៀបសង្កត់ខ្ញុំការដែលលោកលីនពិការគឺមកពីគាត់ខ្លួនឯងទេខ្ញុំមិនបានបង្ខំឲ្យគាត់ទៅសមរភូមិទេយកឯកសារនេះទៅឲ្យប៉ាមើលទៅ
រឿងសម្ងាត់មួយតូចរបស់អ្នកកុំប្រាប់អ្នកណាឲ្យសោះកូននឹងរក្សាការសម្ងាត់ឲ្យប៉ាលើទៅនៅតូបលក់បន្លែរបស់ប៉ាមានសុំរូបថតមួយនៅខាងក្រោយរូបថតនោះមានលេខទូរស័ព្ទមួយនៅពេលដែលកូនត្រូវការជំនួយកូនអាចទេទៅលេខនោះបានមិនថាជារឿងអ្វីក៏ដោយគាត់នឹងជួយកូនរឿងអ្វីក៏គាត់អាចជួយបានមែនទេមិនថាជារឿងអ្វីក៏ដោយគាត់នឹងជួយទាំងអស់ទូរស័ព្ទនេះជារបស់អ្នកណាទៅតើប៉ាធ្លាប់ជួបគាត់ទេកូនហៅគាត់ថាពូហ៊ឺទៅពូហ៊ឺជានរណាទៅប៉ាគឺស៊ីនកូនទៅរកអ្នកម៉ាក់នៅមុខទ្វារទៅប្រាប់អ្នកម៉ាក់កូនទៅថាលោកពុកចង់ញ៉ាំផ្លែប៉ោមឲ្យគាត់ទៅទិញមកមួយមកកូនមានលុយតើកូនលក់ដល់បានលុយច្រើនណាស់កូននឹងទៅទិញផ្លែប៉ោមឲ្យលោកពុករងចាំកូនបន្តិចណាយើងធំឡើងជាមួយគ្នាមិនទាន់បានរស់នៅយ៉ាងមានសុភមង្គលផងពេលនេះខ្ញុំបែរជាឈឺជំងឺមហារីកដំណាក់កាលចុងក្រោយទៅវិញខ្ញុំមិនអាចបន្តធ្វើឲ្យអ្នកម៉ាក់ពិបាកទៀតទេមិនអាចធ្វើឲ្យគ្រួសារនេះវិនាសទេខ្ញុំមិនមែនជាស្វាមីដ៏ល្អនោះទេហើយក៏មិនមែនជាលោកពុកដ៏ល្អម្នាក់ដែរសូមទោសសូមអភ័យទោសឲ្យបងផងកូនស្រីបងផ្ញើឲ្យអូនមើលថែផងបងស្រឡាញ់អូនស្រឡាញ់កូនស្រីរបស់យើងដូចគ្នាគឺស៊ីនកូនទៅណាដែរលោកពុកចង់ញ៉ាំផ្លែប៉ោមកូនទៅទិញផ្លែប៉ោមឲ្យលោកពុកមានលុយទិញផ្លែប៉ោមសុហាច់ចុះលុយបងកម្រៃសេវាកម្មផ្សារគ្មានឬបានបើមិនចង់បងកម្រៃសេវាកម្មផ្សារក៏បានដែរខ្ញុំមានផ្លូវចេញឲ្យអ្នកឯងមួយកុំសុបិនអីខ្ញុំសុបិនមែនទេចាំមើលទាំងអស់គ្នាទៅប៉ាទៅណាហើយប៉ាទៅទីណាខ្ញុំចង់ទៅទិញផ្លែប៉ោមឲ្យប៉ាគាត់បានទៅកន្លែងឆ្ងាយណាស់គាត់ទៅកន្លែងដែលគ្មានការឈឺចាប់អូយជនពិការក្នុងផ្ទះរបស់ពួកឯងងាប់ហើយមែនទេពេលនេះអ្នកអាចនៅជាមួយខ្ញុំដោយមិនបាច់មានបន្ទុកអ្វីទៀតហើយមែនទេប្តីរបស់ខ្ញុំទើបតែស្លាប់អ្នកហ៊ាននិយាយពាក្យបែបនេះនៅមុខសាលតម្កល់សពរបស់គាត់ខ្ញុំប្រាប់ឲ្យអ្នកដឹងចុះខ្ញុំសាវឌៀនដងមិនខ្លាចអ្វីទាំងអស់បើខ្លាំងពូកែពិតមែនឲ្យគាត់មកយកជីវិតខ្ញុំមកអ្នកវាជាមនុស្សអាក្រក់ហេតុអ្វីអ្នកមកបំបែករូបថតប៉ារបស់ខ្ញុំអ្នកវាជាមនុស្សអាក្រក់អាំស៊ីអញគិតថាខ្ញុំជាមនុស្សអាក្រក់មែនទេសៀវទូសុងនាងគ្រាន់តែជំពាក់ថ្លៃគ្រប់គ្រងផ្សារបន្តិចបន្តួចសោះចាំបាច់ត្រូវធ្វើដល់ថ្នាក់នេះមែនទេទាំងបោកបំបែករបស់ទាំងប្រើកម្លាំងបាយអញទៅគៀបសង្កត់ក្មេងស្រីម្នាក់វាជាសមត្ថភាពត្រង់ណាទៅពិតមែនហើយហេតុអ្វីត្រូវទៅគៀបសង្កត់ក្មេងម្នាក់នេះលីវហ្វឹងស៊ីជំពាក់ថ្លៃគ្រប់គ្រងផ្សារអញប៉ុន្មានខែពួកយើងនឹងរៃអង្គាសលុយសម័យអញកុំមកធ្វើបាបអ្នកមេម៉ាយកូនខ្ចីបែបនេះអីលីវហ្វឹងស៊ីខ្ញុំប្រាប់ឲ្យដឹងណាបើស្អែកមិនទាន់យកថ្លៃគ្រប់គ្រងផ្សារមកសងទេកុំសង្ឃឹមថានឹងបានបើកតូបលក់បន្លែទៀតឲ្យសោះបើកចិត្តឲ្យទូលីទៅកុំរឹងរូសពេកជីវិតឯងនឹងដើរផ្លូវស្រួលជាងនេះ
លីងហ្វឹងស៊ីមិនអីទេលុយនេះអញយកទៅបង់ថ្លៃគ្រប់គ្រងផ្សារចុះអ្នកមីងលុយនេះខ្ញុំមិនអាចយកបានទេអ្នកមីងយកទៅប្រើការសិនទៅចាំមានលុយសឹមសងខ្ញុំវិញបើអ្នកមីងមិនព្រមបង់ថ្លៃគ្រប់គ្រងផ្សារទេនោះចៅឌៀនដងប្រហែលជាមិនដឹងថានឹងធ្វើទុកបុកម្នេញអ្នកមីងបែបណាទេពិតមែនហើយលុយនេះអ្នកមីងយកទៅប្រើការសិនទៅអរគុណអ្នកមីងអរគុណអ្នកទាំងអស់គ្នាខ្ញុំបានបង់ថ្លៃគ្រប់គ្រងផ្សារប្រចាំខែនេះរួចរាល់ហើយតើអ្នកចង់បានអ្វីទៀតអ្នកណាឲ្យអញយកប្រអប់ស្នោមកដាក់នៅខាងក្រៅបែបនេះយកវាចូលទៅវិញភ្លាមរបស់ដែលធ្វើឲ្យបាត់បង់សោភ័ណភាពផ្សារបើនៅតែយកមកដាក់នៅទីនេះទៀតខ្ញុំនឹងបោះចោលវាឲ្យអស់ហេតុអ្វីបានជាប្រអប់ដាក់បន្លែរបស់អ្នកដទៃគេអាចដាក់នៅខាងក្រៅបានចុះហេតុអ្វីបានជាខ្ញុំដាក់មិនបានមានសិទ្ធិអ្វីសិទ្ធិដែលថាផ្សារនេះជាកេរ្តិ៍មរតករបស់គ្រួសារខ្ញុំសិទ្ធិដែលខ្ញុំជាប្រធានការិយាល័យគ្រប់គ្រងផ្សារខ្ញុំចង់ធ្វើអីក៏បានដែរគុំស្មានថាបង់ថ្លៃគ្រប់គ្រងផ្សាររួចហើយខ្ញុំគ្មានលទ្ធភាពធ្វើបាបអ្នកមើលស្រាលខ្ញុំខ្លាំងពេកហើយហេតុអ្វីលោកត្រូវតាមរករឿងពួកយើងជាម៉ែនឹងកូនបែបនេះព្រោះអ្នកមិនចេះស្ដាប់បង្គាប់ចាំដល់ពេលដែលអ្នកយល់ច្បាស់ហើយព្រមមកឡើងក្រេជាមួយខ្ញុំទើបខ្ញុំព្រមដោះលែងអ្នកខ្ញុំទុកពេលឲ្យអ្នកមួយខែរៀបចំកន្លែងមុខតូបនេះឲ្យស្អាតតូបបន្លែជៀនសៀងអីនេះប្តីអ្នកងប់ទៅហើយមិនដឹងខ្លួនទេយកឈ្មោះមនុស្សងប់មកដាក់ឈ្មោះតូបបន្លែខ្ញុំឃើញហើយចង្រៃណាស់តូបនេះចាស់ទ្រុឌទ្រោមពេកហើយធ្វើឲ្យខូចកម្រិតនៃផ្សារនេះអស់ហើយលោកប្រធានចៅប្តីរបស់ខ្ញុំគាត់បានស្លាប់ទៅហើយតូបបន្លែជៀនសៀងនេះគឺជាអ្វីដែលគាត់បន្សល់ទុកឲ្យខ្ញុំនិងកូនស្រីជាអនុស្សាវរីយ៍តែមួយគត់សូមមេត្តាកុំឲ្យខ្ញុំបដូរឈ្មោះតូបបានទេខ្ញុំសូមអង្វរលោកថ្ងៃទី27ខែក្រោយខ្ញុំនឹងមកជួបអ្នកបើអ្នកនៅតែមិនព្រមរៀបចំកែលម្អខ្ញុំនឹងវាយកំទេចទីនេះឲ្យខ្ទេចបើមិនកែទេអ្នករងចាំមើលគេមកវាយកំទេចចុះមិនជឿសាកល្បងមើលទៅជៀនសៀងនិងប្រពន្ធរបស់គាត់បានបើកតូបមួយនៅក្នុងផ្សាររកស៊ីលក់ដូរតិចតួចក្នុងខែមេសាខ្ញុំថែមទាំងធ្លាប់ទូរស័ព្ទទៅគាត់ទៀតផងឲ្យគាត់មកធ្វើការនៅរោងជាងជួសជុលរថយន្តរបស់ខ្ញុំការងារធ្វើខ្លះតែគាត់បដិសេធជៀនសៀងគាត់មានចរិតបែបហ្នឹងហើយគាត់ចូលចិត្តរែកពួនគ្រប់យ៉ាងដោយខ្លួនឯងមិនចង់រំខានដល់អ្នកនៅជុំវិញខ្លួនឡើយជាពិសេសគឺពួកសមិទ្ធចាស់ទាំងនេះជៀនសៀងនឹងមកដល់ក្នុងពេលបន្តិចទៀតនេះហើយពេលអាហារថ្ងៃត្រង់អ្នកទាំងពីរជួយរកលេខឲ្យខ្ញុំផងឲ្យជៀនសៀងមកធ្វើការនៅសាខាក្រុមហ៊ុនរបស់ខ្ញុំឲ្យធ្វើជាអគ្គនាយកឬក៏អ្វីផ្សេងក៏បានរឿងនេះប្រកាសជាត្រូវតែបញ្ចុះបញ្ចូលគាត់ឲ្យបានដល់ម៉ោងហើយមែនទេគួរតែមកដល់ហើយជៀនសៀងជាមនុស្សដែលមិនដែលមកយឺតទេនៅសល់10នាទីទៀតខ្ញុំហ៊ានភ្នាល់ក្នុងរយៈពេល10នាទីនេះជៀនសៀងនឹងមកដល់ពិតមែនអ្នកទាំងពីរហ៊ានភ្នាល់ជាមួយខ្ញុំទេមិនភ្នាល់ទេអ្នកចង់ធ្វើស្អីមួយខែមុនខ្ញុំបានប្រាប់អ្នកឲ្យធ្វើការកែលម្អតើអ្នកបានធ្វើការកែលម្អហើយឬនៅអ្នកមិនខ្វល់ពីសម្ដីខ្ញុំមែនទេខ្ញុំគ្មានលុយទេម្យ៉ាងវិញទៀតផ្លាកហាងរបស់គេគ្រប់គ្នាគឺដូចគ្នាហេតុអ្វីបានជាទាមទារឲ្យខ្ញុំធ្វើការកែលម្អតែម្នាក់ឯងមកជួបខ្ញុំនៅការិយាល័យចង់ចាំថាត្រូវត្រៀមខ្លួនឲ្យរួចរាល់បើមកដល់មិនបាច់ធ្វើការកែលម្អទេទៅឲ្យឆ្ងាយឃើញថាអ្នកពិតជាមិនយកសម្ដីខ្ញុំមកដាក់ក្នុងចិត្តមែនបំបីវាចោលអាពុកចង្រៃទៅឲ្យឆ្ងាយពីមុខអញបំបីវាចោលឲ្យអស់អ្នកនៅតែមិនព្រមនិយាយទៀតមែនទេអ្នកនៅតែមិនព្រមនិយាយទៀតមែនទេអាឡូសួស្ដីពូសួស្ដីតើពូអាចឲ្យលុយខ្ញុំខ្លះបានទេសម័យនេះការបោកប្រាស់មិនបាច់មានល្បិចកលអ្វីទៀតហើយណោះសុំលុយភ្លាមតែម្ដងសង្គមកាន់តែរីកចម្រើនវិធីសាស្ត្ររបស់ពួកអ្នកបោកប្រាស់ក៏កាន់តែទំនើបប្រហែលជាមិញនេះគេប្រើប្រកបដូរប្រេកង់សម្លេងទើបខលមកធ្វើសម្លេងគួរឲ្យអាណិតបែបនេះខលមកទៀតហើយបើអញនៅប្រើប្រកបដូរប្រេកង់សម្លេងខលមកទៀតខ្ញុំនឹងរាយការណ៍ទៅប៉ូលីសហើយ
ពួកខ្ញុំគ្រាន់តែចង់បានលុយដើម្បីបដូររូបឈ្មោះតូបលោកបន្លែឲ្យម៉ាក់ខ្ញុំបើបានបដូររូបឈ្មោះតូបគាត់នឹងលែងត្រូវម្ចាស់ទីតាំងគៀបសង្កត់ទៀតហើយនេះជាល្បិចកអ្វីទៀតហើយខ្ញុំមិនស្គាល់ល្បិចកអ្វីទេខ្ញុំគ្រាន់តែចង់បានលុយទៅបដូររូបឈ្មោះតូបឲ្យម៉ាក់ឯងស្គាល់ខ្ញុំមែនទេហើយអ្វីត្រូវបដូររូបឈ្មោះតូបខ្ញុំមិនស្គាល់អ្នកទេម៉ាក់របស់ខ្ញុំលក់បន្លែនៅផ្សារអ្នកគ្រប់គ្រងនិយាយថាឈ្មោះតូបធ្វើឲ្យខូចសោភ័ណភាពកំពុងនាំគ្នាមករស់រើតូបលក់បន្លែរបស់ម៉ាក់ខ្ញុំថែមទាំងវីម៉ាក់ខ្ញុំទៀតទេបងស្រីជួយឲ្យលុយខ្ញុំបន្តិចមកជួយឲ្យខ្ញុំបដូរផ្លាកកុបឈ្មោះតូបឲ្យម៉ាក់ខ្ញុំផងធ្វើបែបនេះម៉ាក់នឹងមិនត្រូវគេធ្វើបាបទៀតទេអ្នកបោកប្រាស់ម្នាក់នេះគួរឲ្យចាប់អារម្មណ៍ណាស់ចុះតើអញដឹងលេខទូរស័ព្ទខ្ញុំបានមកពីណាបានមកពីរឿងសម្ងាត់ដែលប៉ាទុកឲ្យខ្ញុំរឿងសម្ងាត់ហេប៉ាប្រាប់ថាក្នុងរូបថតក្នុងស៊ុំមានសរសេរលេខទូរស័ព្ទមួយពេលដែលខ្ញុំជួបការលំបាកគ្រាន់តែខលទៅលេខនេះនឹងមានគេមកជួយខ្ញុំមកឲ្យប៉ារបស់ឯងនិយាយទូរស័ព្ទមកខ្ញុំចង់និយាយជាមួយប៉ារបស់ឯងមិនក៏ចេះអប់រំកូនឲ្យចេះបោកប្រាស់តាំងពីតូចបែបនេះប៉ារបស់ខ្ញុំគាត់មានជំងឺមហារីកគាត់មិនចង់ខ្ជះខ្ជាយលុយព្យាបាលដែលធ្វើឲ្យម៉ាក់ពិបាកចិត្តនោះទេកាលពីខែមុនគាត់បានលោតចុះពីលើអគារស្លាប់ហើយតើប៉ារបស់ក្មួយឈ្មោះអ្វីដែរប៉ារបស់ក្មួយឈ្មោះលីនជៀនសៀងកូនស្រីចាំពូសិនណាពូនឹងទៅរកកូនភ្លាមព្រះអើយខ្ញុំប្រាប់ឲ្យដឹងចុះនៅក្នុងផ្សារផ្លូវតាតុងនេះលោកនាយកចៅគឺជាព្រះនៅទីនេះឯងវាគ្រាន់តែជាស្រមោចមួយក្បាលប៉ុណ្ណោះលីងហ្វឹងសៀប្តីឯងស្លាប់ទៅហើយខ្ញុំយល់ឃើញថាពួកឯងជាម្ដាយកូនកំព្រាត្រូវការអ្នកមើលថែគិតឲ្យបានល្អទៅតាមខ្ញុំចៅឌៀនដុងក៏មិនអាក្រក់ប៉ុន្មានដែរល្អចិត្តរឹងមាំល្អណាស់ខ្ញុំចូលចិត្តនោះជាកូនស្រីរបស់ឯងមែនទេគួរឲ្យស្រឡាញ់ណាស់ខ្ញុំមិនមានចំណង់ចំណូលចិត្តអ្វីច្រើនទេចូលចិត្តតែមើលថែកូនស្រីតូចឃើញឯងលក់នៅផ្សារលក់បន្លែនេះម្នាក់ឯងទាំងត្រូវមើលថែកូនស្រីផងទៀតរវល់ខ្លាំងណាស់ទៅយកកូនស្រីម្នាក់នេះទៅការិយាល័យជួយមើលថែនាងបន្តិចទៅយកពមខ្ញុំសូមអង្វរលោកខ្ញុំសូមអង្វរលោកកុំធ្វើបាបកូនស្រីខ្ញុំអីខ្ញុំសូមអង្វរលោកអញ្ចឹងនាងដឹងហើយមែនទេថាត្រូវធ្វើដូចម្ដេចបន្តទៀតខ្ញុំយល់ហើយពួកឯងចាំមើលនៅទីនេះជួយមើលក្មេងតូចរបស់ហ្វឹងស៊ីឲ្យល្អខ្ញុំនឹងនាំហ្វឹងស៊ីទៅការិយាល័យដើម្បីពិភាក្សាអំពីគម្រោងកែសម្រួលស្លាកយីហោនាយកចៅលោកទៅរវល់ចុះខាងនេះមានខ្ញុំមើលថែហើយលោកទៅបំពេញការងារចុះកុំបារម្ភទៅការិយាល័យដើម្បីពិភាក្សាអំពីគម្រោងកែសម្រួលទៅអាំសៅនៅស្ងៀមទីនោះកុំកំរើកគឺស៊ីនកូនល្អកូនចាំម៉ាក់ណាម៉ាក់ទៅចុះហត្ថលេខាលើឯកសារមួយផ្លែនឹងត្រឡប់មកវិញភ្លាមទៅឲ្យលឿនរអ៊ូតមស្អីទៀតបែកគ្នាទៅរកមើលទៅបន្លែលីងជៀនសៀងទៅផ្លូវនេះពួកឯងកុំថាអីក្មេងតូចម្នាក់នេះមុខមាត់គួរឲ្យស្រឡាញ់ណាស់មកនេះហៅប៉ាឲ្យខ្ញុំស្ដាប់បន្តិចមើលអ្នកមិនមែនជាប៉ារបស់ខ្ញុំទេឯងហៅឬមិនហៅបើមិនហៅទេខ្ញុំនឹងវាយឯងអ្នកមិនមែនជាប៉ារបស់ខ្ញុំទេប៉ារបស់ខ្ញុំគឺលីនជៀនសៀងអូយអញមិនអាចដោះស្រាយជាមួយក្មេងក្បាលខូចដូចអញបានទេហៅឬមិនហៅបើមិនហៅទេអញវាយអញឲ្យស្លាប់ចង់វាយឲ្យស្លាប់ក៏វាយមកបើចង់ស្លាប់អញនឹងវាយឲ្យអញស្លាប់
ធំដឹងក្តីប៉ុននេះហើយបែរជាមកប្រើកម្លាំងបាយដាក់ក្មេងស្រីវាមិនសមទេដឹងលេងខ្ញុំប្រមានឯងកុំមកជ្រៀតជ្រែករឿងអ្នកដទៃឯងដឹងទេថាអញជានរណាអញមិនខ្វល់ទេថាអញជានរណាហ៊ានប៉ះកូនស្រីអញនឹងធ្វើឲ្យឯងរងទុក្ខខ្លាំងមិនខានកូនស្រីកុំភ័យអីប៉ាមកយឺតបន្តិចហើយអ្នកគឺពូហេដែលបានខំមកមែនទេកូនស្រីសុំទោសពួកយើងមកយឺតហើយអត្រឆានហ៊ានមកបង្កហេតុនៅផ្សារផ្លូវតាដងអញនឹងធ្វើឲ្យពួកឯងមកហើយមិនបានត្រឡប់ទៅវិញបងប្អូនទាំងអស់គ្នាលុបលុយវាបំបាក់ជើងពួកវាកុំឲ្យពួកវាគេចរួចពួកយើងមានគ្នាច្រើនពួកឯងខ្លាចស្អីចូលទៅវាឲ្យអស់ចង់ប្រកួតគ្នាថាក្រុមណាមានគ្នាច្រើនមែនទេមកទីនេះឲ្យអស់មកពួកឯងដឹងអត់ថាទីនេះជាកន្លែងណានេះជាផ្សារផ្លូវតាដងជាតំបន់គ្រប់គ្រងរបស់លោកប្រធានចៅលោកប្រធានចៅលោកប្រធានចៅដែលឯងនិយាយដល់នឹងន័យណាឲ្យគេមកជួបពួកយើងព្រាមមកស្រីដែលចៅអ៊ីនតុងត្រូវភ្នែកហើយគឺមិនដែលរត់រួចឡើយបើឯងចេះគិតឲ្យឆាប់រហ័សតើត្រឹងឲ្យខ្ញុំប្រើកម្លាំងបិទតូបរបស់ឯងទៀតទេចាំបាច់ត្រឹងឲ្យខ្ញុំចាប់កូនស្រីឯងមកគំរាមទៀតមែនទេចាំបាច់ដល់ថ្នាក់នឹងទេឯងមកធ្វើបាបមេម៉ាយម្នាក់ដែលរស់នៅជាមួយកូនស្រីបែបនេះឯងហៅថាជាប្រុសមែនទេរឿងនេះខ្ញុំចាត់ទុកថាជាការធ្វើបាបឯងត្រង់ណាទៅខ្ញុំគ្រាន់តែចង់មើលថែអ្នកទាំងពីរម្ដាយកូនប៉ុណ្ណោះប៉ុន្តែអ្នកបែរជាបង្ខំឲ្យខ្ញុំប្រើវិធីជ្រុលហួសហេតុបែបនេះឆាប់ឡើងខ្ញុំត្រូវត្រឡប់ទៅមើលតូបលក់បន្លែនិងថែរក្សាកូនស្រីរបស់ខ្ញុំវិញមកនេះខ្ញុំចង់ឃើញអ្នកដោះសម្លៀកបំពាក់លើខ្លួនឯងដោះចេញម្ដងមួយឲ្យខ្ញុំមើលកាយវិការរបស់អ្នកអត់ដប់ពេកហើយខ្ញុំចង់ឲ្យអ្នកធ្វើឲ្យយឺតជាងនេះបន្តិចដោះសម្លៀកបំពាក់លើខ្លួនយឺតមកសម្ដែងឲ្យខ្ញុំមើលដោយមានភាពតាក់ទាញបន្តិចមកអ្នករៀបចំសម្លៀកបំពាក់ឲ្យត្រឹមត្រូវទៅយើងចាប់ផ្ដើមម្ដងទៀតម៉ាក់ត្រូវបានលោកប្រធានចៅចាប់យកទៅការិយាល័យតែគួរឲ្យស្ដាយដែលអញដឹងថាការិយាល័យនៅឯណានាំពូទៅបានទេខ្ញុំមិនដឹងទេខ្ញុំមិនដែលទៅទីនោះទេទៅនាំពួកយើងទៅការិយាល័យចៅឌៀនដងកុំធ្វើបាបពេកនរណាអនុញ្ញាតឲ្យអញប្រើទឹកដមបែបនេះនិយាយជាមួយអញចង់ធ្វើអ្វីឲ្យប្រាកដធ្វើអ្វីពិតណាស់គឺសេះព្រៃតូចនេះឲ្យបានល្អដើម្បីឲ្យអញចេះស្ដាប់បង្គាប់ជាងនេះមកឯងរឹងរូសទៀតមើលឲ្យខ្ញុំឃើញបន្តិចមកស្រែកឲ្យខ្ញុំស្ដាប់ពីរដងមកអញស្រែកពួកឯងជានរណាមកធ្វើស្អីបើចង់ងាប់ក៏ងើបឡើងមកហៅបាក់ពួកមកសម្លាប់អញមកឯងដឹងអត់ថាអញជានរណាអញមិនខ្វល់ថាអញជានរណាទេនរណាក៏ដោយក៏មិនខ្លាចដែរអញឈ្មោះសាវធានតុងបងធំអញគឺសាវធានហ៊ានមកបំពេញមេម៉ាយរបស់បងប្អូនអញបងធំឯងជានរណាក៏ដោយក៏គ្មានប្រយោជន៍ដែរ
មានគេស្លាប់ហើយមនុស្សប្រភេទនេះមិនគួរឲ្យអាណិតទេលូនទៅក្រាបសំពះសុំទោសទៅសាកល្បងលេងក៏ល្បិចជាមួយអញម្ដងទៀតមើលកុំខ្លាចទៅលូនទៅសុំទោសខ្ញុំបងស្រីលីវខ្ញុំខុសហើយសូមបងជួយនិយាយឲ្យពួកគេលេងខ្ញុំទៅបដាឈ្មោះហាងត្រូវការដូរទៀតទេមិនដូរទេនិយាយសារថ្មីបងស្រីលីវខ្ញុំនឹងដូរបដាឈ្មោះហាងឲ្យបងអភ័យទោសឲ្យគាត់ទៅបងហើទុកឲ្យវាចប់ត្រឹមនេះចុះអញខ្ញុំនៅត្រូវរកស៊ីក្នុងផ្សារនេះទៀតបើមានលើកក្រោយទៀតអញនឹងធ្វើឲ្យអញស្ដាយក្រោយដែលមកផ្សារនេះចាំទុកឲ្យច្បាស់អញឈ្មោះហ៊ឺជៀនវឹងប្តីរបស់នាងឈ្មោះលីនជៀនសៀងគឺជាបងប្អូនរបស់អញចាំទុកឲ្យច្បាស់ទីងម៉ៃទៅចុះពួកយើងជូននាងទៅផ្ទះខ្ញុំត្រូវហ៊ឺជៀនកងវាយអ្នកជួយសម្លាប់វាឲ្យខ្ញុំផងកុំប្រកាន់ថាផ្ទះបងប្អូនចាស់ទ្រុឌទ្រោមអីណាចូលមកអង្គុយសិនមកប្អូនថ្លៃបើអ្នកនិយាយបែបនេះគឺមើលងាយមិត្តភាពរបស់ពួកយើងជាមួយជីនសៀងហើយពួកយើងសុទ្ធតែជាបងប្អូនដែលធ្លាប់ឆ្លងកាត់ការស្លាប់រស់ជាមួយគ្នារឿងអ្វីដែលពួកយើងមិនធ្លាប់ឆ្លងកាត់ជាមួយគ្នាទៅសូមទោសផងបងប្អូនថ្ងៃនេះទើបតែដឹងរឿងរបស់អ្នកពិតជាមិនគួរធ្វើបែបនេះទេសុខចិត្តរ៉ាប់រងតែម្នាក់ឯងមិនព្រមបើកមាត់ប្រាប់បងប្អូនមួយម៉ាត់សោះរឿងធំបែបនេះហេតុអ្វីក៏មិនប្រាប់ពួកយើងប្អូនថ្លៃប្រសិនបើរឿងនេះអ្នកប្រាប់ពួកយើងឲ្យបានលឿនជាងនេះមិនប្រកាសទេជីនសៀងប្រហែលជាអាចសង្គ្រោះទាន់ជំងឺមហារីកខ្លាំងដំណាក់កាលចុងក្រោយគ្រូពេទ្យប្រាប់ថាគ្មានផ្លូវព្យាបាលទេគាត់ក៏ឈឺចាប់ខ្លាំងណាស់ដែរថ្នាំបំបត្តិការឈឺចាប់ក៏លែងមានប្រសិទ្ធភាពដែរនៅពេលដែលអស់ផ្លូវដើរខ្ញុំក៏ធ្លាប់គិតចង់តាក់ទងទៅពួកអ្នកដែរតែជីនសៀងមិនឲ្យធ្វើទេគាត់ថាពួកអ្នកសុទ្ធតែជាអ្នកមានគុណធម៌ការតាក់ទងទៅនឹងធ្វើឲ្យពួកអ្នកពិបាកបងប្អូនសុំទៅឲ្យបានសុខចុះជាក្រោយពួកយើងនឹងនៅតែជាបងប្អូននឹងគ្នាទៀតជីនសៀងចាប់ពីថ្ងៃនេះទៅគឺសៀងក៏ដូចជាកូនស្រីរបស់ខ្ញុំដែរប្អូនថ្លៃខ្ញុំក៏នឹងមើលថែក្នុងនាមជាគ្រួសារដែរថ្ងៃនេះបានរំខានពួកអ្នកច្រើនមកហើយពួកយើងមិនអាចប្អូនថ្លៃកុំធ្វើដូចជាអ្នកដទៃអីគ្រួសារមែនទេក្រៅពីប៉ានិងម៉ាក់ទៅគឺស៊ីននៅអាចមានគ្រួសារទៀតមែនទេពិតមែនហើយពួកយើងទាំងអស់គ្នាសុទ្ធតែជាគ្រួសាររបស់ក្មួយខ្ញុំទៅធ្វើម្ហូបជូនអ្នកទាំងអស់គ្នានេះគឺជាអ្វីដែលពូហ៊ឺផ្ញើឲ្យអ្នកនៅក្នុងនោះមានការរបស់គាត់ផងដែរឲ្យអ្នកទៅរកគាត់ប្រសិនបើមានរឿងអ្វីលោកចៅអំពីគម្រោងមួយនោះខ្ញុំមានគំនិតថ្មីខ្លះបងមើលចុះអាហ៊ឺជីនវឹងនោះធ្វើបាបខ្ញុំឲ្យធ្លាក់ដល់សភាពនេះខ្ញុំត្រូវតែសម្លាប់វាឲ្យបានមិនក៏គេវាអញធ្ងន់ធ្ងរបែបនេះពួកកូនចៅអញវាធ្វើស្អីខ្លះពួកវាទាំងអស់ត្រូវបានក្រុមរបស់ហ៊ឺជីនវឹងចាត់ការអស់ហើយបងមិនដឹងទេថាពួកវាអាមុខទាំងនោះធ្វើសាហាវប៉ុណ្ណាទេវាបង្ខំឲ្យខ្ញុំលុតជង្គង់សុំទោសស្រីម្នាក់ហ៊ានមើងងាយប្អូនប្រុសបង្កើតរបស់អញដល់ថ្នាក់នេះវាពិតជាចង់ស្លាប់មែនហើយអាលីរឿងហ៊ឺជីនវឹងដែលខ្ញុំឲ្យអញស៊ើបអង្កេតទៅដល់ណាហើយហ៊ឺជីនវឹងអាយុ48ឆ្នាំជាស្ថាបនិកនៃយួនវឹងស៊ូគូមានកេរ្តិ៍ឈ្មោះល្អខ្លាំងនៅក្នុងក្រុងអាណានគាត់ជាមនុស្សចិត្តធម៌និងមានសក្តិភាពអតីតយោធាផងដែរបានចូលបម្រើកងទ័ពរយៈពេល8ឆ្នាំធ្លាប់ទទួលបានមេដាយគិតយោធាជាច្រើនបន្ទាប់ពីចូលនិវត្តន៍ដោយសាររបួសគាត់បានប្រមូលផ្ដុំអតីតយោធាពីការមកបង្កើតជាយួនវឹងស៊ូគូត្រឹមរយៈពេល5ឆ្នាំពីក្រុមហ៊ុនតូចមួយបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផ្លែឈើលំដាប់លេខ1ក្នុងក្រុងអាណានក្រុមហ៊ុនបានជួយចិញ្ចឹមអតីតយោធាពីការនិងអតីតយោធាជាង200នាក់ទៀតយួនវឹងស៊ូគូតើបានស៊ើបអង្កេតច្បាស់ហើយនៅថាគម្រោងរបស់ក្រុមហ៊ុនពួកគេមានអ្វីខ្លះស៊ើបអង្កេតច្បាស់ហើយពួកគេផ្គត់ផ្គង់ទំនិញឲ្យផ្សារទំនើបធំដូចជាវ៉ជាម៉ាលឺហ្វូនិងហៃម៉ាជាដើម
ល្អតើការងារនេះងាយស្រួលធ្វើទេបងប្រុសតើត្រូវធ្វើដូចម្ដេចពេលណាទើបអាចលបួងពួកមនុស្សរបស់ហ៊ឺជីនវឹងចេញមកបានដើម្បីវាយដំពួកគេមួយសម័យនេះទៅហើយនៅចេះតែប្រើហិង្សាទៀតតើវាមានន័យអ្វីទៅវាគេម្នាក់មួយតើអាចបានអ្វីមកវិញតើគេនឹងព្រមចុះចាញ់មែនទេខ្ញុំចង់ឲ្យគេលុតជង្គង់ចុះចាញ់និងសុំទោសប្អូនដោយស្ម័គ្រចិត្តពិតមែនឬចុះតើយើងត្រូវធ្វើបែបណាខ្ញុំមានទំនាក់ទំនងខ្លះជាមួយម្ចាស់ផ្សារទំនើបទាំងនេះសៀវលីជួយតាក់ទងលោកឈៀនពីវុលកាឲ្យខ្ញុំផងលោកម៉ាពីម៉ាលឺហ្វូហើយនឹងលោកស៊ីនពីហៃម៉ាផងដែរប្រាប់ពួកគេថាឲ្យឃើញមុខខ្ញុំហ្វឹងឈូផងគឺមិនអាចសហការជាមួយយៀនហ្វឹងស៊ូគួយបានទៀតឡើយចុងសប្តាហ៍នេះខ្ញុំនឹងរៀបចំអញ្ជើញពួកគេមកជួបជុំគ្នានៅទីនេះលោកស៊ីនខ្ញុំនឹងទៅរៀបចំឥឡូវនេះចាំបន្តិចពេលញ៉ាំអាហារត្រូវអញ្ជើញលោកតាហ្វឹងមកផងបើមានលោកតាហ្វឹងនៅទីនោះពួកគេប្រហែលជានឹងមកគ្រប់គ្នាកុំអីពេលអ្នកទៅអញ្ជើញពួកគេមកញ៉ាំអាហារគ្រាន់តែប្រាប់ថាមានលោកតាហ្វឹងចូលរួមដែរខ្ញុំនឹងទៅអញ្ជើញលោកតាហ្វឹងដោយខ្លួនឯងយល់ហើយគ្មានការអ្វីទៀតទេខ្ញុំសុំទៅធ្វើការសិនហើយបងប្រុសពិតជាសមនឹងបងមែនកំហឹងនេះបងប្រុសត្រូវតែលុបបំបាត់វីជំនួសឯងលោកតាហ្វឹងនេះគឺជាយិនសិនព្រៃអាយុកាល100ឆ្នាំសូមលោកតាទទួលយកទៅមកដល់ហើយតាត្រូវការអ្វីទៀតតាចាំបាច់ត្រូវនាំកាដូអ្វីមកទៀតលោកតាហ្វឹងលើកនេះការមកជួបលោកដោយមិនបានប្រាប់មុនគឺដោយសារខ្ញុំមានរឿងចង់ពឹងលោកឲ្យជួយបន្តិចអូនប្រុសបង្កើតរបស់ខ្ញុំគឺយិនដុងត្រូវបានហ៊ឺជីនហ្វឹងមកពីក្រុមហ៊ុនយិនហ្វឹងស៊ូគួយរំលោភបំពានខ្ញុំចង់អញ្ជើញលោកទៅទស្សនារឿងមួយហ៊ឺជីនហ្វឹងមែនហើយហ៊ឺជីនហ្វឹងបាននាំមនុស្សទៅវីប្អូនប្រុសរបស់ខ្ញុំបានចាប់ដៃគូជាមួយម្ចាស់ផ្សារទំនើបមួយចំនួនដោយបដិសេធមិនទទួលទំនិញពីពួកគេទៀតទេសប្តាហ៍នេះខ្ញុំនឹងរៀបចំអាហារពេលល្ងាចចង់អញ្ជើញលោកទៅចូលរួមធ្វើជាអធិបតីខ្ញុំធ្លាប់បានឮឈ្មោះមនុស្សម្នាក់នេះដែរក្រុមហ៊ុនរបស់គេមានអតីតយុទ្ធជនពិការជាច្រើនអ្នកធ្វើការនៅទីនោះគឺគេធ្វើដើម្បីកិច្ចពន្ធទេគេចិត្តណាជួលអ្នកពិការទាំងនោះឲ្យធ្វើការក្នុងក្រុមហ៊ុនមិនមែនដើម្បីជួយយកអាសាអ្នកពិការទាំងនោះពិតប្រាកដទេតាមពិតទៅគឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះបានតើថ្ងៃសៅរ៍ខ្ញុំនឹងមកអ្នកត្រឡប់ទៅវិញមុនចុះបាត់ចាស់អញ្ចឹងខ្ញុំសូមត្រឡប់ទៅវិញមុនហើយមិនរំខានពេលសម្រាប់របស់លោកទេអាវិនអ្នកទៅជួយស៊ើបអង្កេតពីហ៊ឺជីនវឹងម្នាក់នេះឲ្យខ្ញុំផងតើគាត់ពិតជាប្រើប្រាស់អតីតមិត្តរួមការងារពីការទាំងនោះដើម្បីកិច្ចពន្ធមែនទេបាទខ្ញុំនឹងទៅឥឡូវនេះសូមអរគុណសម្រាប់ការទស្សនាបងហ្វឹងមានរឿងហើយមានរឿងអីលោកសុងនៃក្រុមហ៊ុនគាត់ឈប់យកទំនិញពីយើងហើយលោកស៊ីនការសហការជាមួយហៃម៉ាកន្លងមកគឺមានស្ថិរភាពណាស់ស្រាប់តែលោកស៊ីនក៏ឈប់យកទំនិញពីយើងដែរលោកម៉ាយើងរាប់អានគ្នាជាច្រើនឆ្នាំមកហើយតាមមកពីបញ្ហាលំហូរសាច់ប្រាក់មែនទេរឿងរយៈពេលទូទាត់ប្រាក់យើងអាចពិភាក្សាគ្នាបានសហការចៅឌៀនឈិនចៅឌៀនតុងលោកម៉ាតើលោកអាចជួយឲ្យលេខទំនាក់ទំនងរបស់ចៅឌៀនឈិនមកខ្ញុំបានទេឃើញទេអាពុជនេះវាអស់សេចក្តីអត់ធ្មត់ហើយបងរឿងនេះបងត្រូវតែជួយដោះស្រាយឲ្យខ្ញុំជំរាបសួរលោកចៅខ្ញុំគឺហេជីនវឹងមកពីយួនវឹងស៊ូគូខ្ញុំមិនដឹងថាបានធ្វើអ្វីខុសដាក់លោកទេឯងមិនដឹងពិតមែនឬក៏ធ្វើជាមិនដឹងចៅឌៀនតុងគឺជាប្អូនប្រុសរបស់ខ្ញុំដល់ពេលនេះយកហើយឬនៅខ្ញុំគិតថាប្រហែលជាមានការយល់ច្រឡំខ្លះក្នុងរឿងនេះលោកជួយពិចារណាផងខ្ញុំកំពុងចិញ្ចឹមអតីតយុទ្ធជនរងរបួសជាង200នាក់បើបន្លែទាំងនេះលក់មិនចេញទេនោះឈប់និយាយរឿងមិនប្រយោជន៍ទាំងនេះទៅថ្ងៃសៅរ៍នេះខ្ញុំនឹងផ្ដល់ឱកាសឲ្យឯងចាំជួបគ្នានៅភោជនីយដ្ឋានធីនហ្វូបើចង់សុំទោសមកនិយាយចំពោះមុខខ្ញុំមកកុំភ្លេចនាំអាពួកក្មេងទំនើង2នាក់នោះមកជាមួយផងអាចៅទៀនដុងនឹងពូកែបានត្រឹមតែចេះប្តឹងគេឯងនឹងឯងលើកនេះគេច្បាស់ជាចង់លេងអ្នកហើយយប់ថ្ងៃសៅរ៍នេះអ្នកប្រហែលជាជួបការលំបាកហើយបងហ្វឹងចុះបើថ្ងៃសៅរ៍នេះយើងមិនទៅវិញទៅនេះវាជានុយច្បាស់ណាស់ខ្ញុំហ៊ឺជីនវឹងមិនដែលខ្លាចរឿងអីទេរឿងសំខាន់បំផុតពេលនេះគឺត្រូវដោះស្រាយបន្លែទាំងនេះសិនផ្សារទំនើបធំទាំង3នេះគេមិនយកបន្លែយើងទេ
បន្លែជាច្រើនកំពុងកកស្ទះនៅក្នុងឃ្លាំងត្រជាក់សូម្បីតែបន្លែនៅតាមចម្ការរបស់កសិករក៏ត្រូវរងផលប៉ះពាល់ដែរខ្ញុំគិតថាស្អែកព្រឹកយើងដឹកបន្លែទៅលក់នៅផ្សាររកសិផលវិញទៅលក់បានប៉ុណ្ណាក៏យកប៉ុណ្ណឹងដែរយ៉ាងហោចណាស់ក៏ប្រសើរជាងទុកឲ្យវាលួចចោលដែរបងហ្វឹងខ្ញុំយល់ព្រមតាមនឹងមួយវិញទៀតឲ្យបងប្អូនយើងចេញដំណើរនៅពាក់កណ្ដាលអគារទៅឈានចូលទៅផ្សារបោះដុំដើម្បីលក់បន្លែផ្លែឈើទាំងនេះក្នុងតម្លៃទាបនៅផ្សាររកសិផលរៀបចំតូប2-3ប្រាប់បងប្អូនដែលដឹកទំនិញថាកុំទាន់យកចូលក្នុងចំការក៏មិនបាច់ប្រញាប់ប្រមូលផលដែរខ្ញុំនឹងរៀបចំបងប្អូនយើងទៅកាន់ផ្សារបោះដុំបន្លែហើយនឹងរៀបចំតូបកុំបារម្ភអីក្រុមហ៊ុនយើងដើរដល់ថ្ងៃនេះការលំបាកតូចធំយើងក៏ឆ្លងកាត់ច្រើនដងហើយលើកនេះយើងនឹងឈ្នះដូចគ្នាបាទបងលីមិនបានជាបងមកទីនេះចូលមកខាងក្នុងផឹកទឹកសិនមកមិនបាច់ផឹកទេគឺថាគ្រាន់តែចង់រំខានបងជួយលក់បន្លែខ្លះឲ្យខ្ញុំផងដាក់ថ្លៃទាបក៏មិនអីដែរការលក់បន្លែគ្មានបញ្ហាទេតែក្រុមហ៊ុនយុនហ្វេងមិនមែនផ្គត់ផ្គង់បន្លែឲ្យផ្សារទំនើបជានិច្ចទេចុះហេតុអ្វីបានជាមកលក់រីនៅផ្សារបន្លែបែបនេះតើក្រុមហ៊ុនមានបញ្ហាអ្វីក្រុមហ៊ុនយុនហ្វេងអាចមានបញ្ហាអ្វីទៅលើកនេះកសិករដឹកបន្លែមកច្រើនជាងធម្មតាគិតថាបើទុកចោលឲ្យស្អុយរលួយទៅក៏ស្ដាយដែរហើយឃើញថាប្អូនមានតូបលក់បន្លែមួយដែរបងលីបងកុំមកកុហកអូនអីក្រុមហ៊ុនយុនហ្វេងធំដុំដល់ថ្នាក់នេះបែរជាឲ្យអ្នកលក់តូចតាចដូចអូនមកជួយលក់ជំនួសរឿងនេះមិនមែនជារឿងតូចតាចឡើយប្អូនថ្លៃប្អូនកុំគិតច្រើនពេកអីក្រុមហ៊ុនយុនហ្វេងនឹងជិតខ្សែខិនហើយចាំបាច់ត្រូវសម្ដែងធ្វើអ្វីទៀតឥឡូវនេះវ៉លកាដែលធំជាងគេនៅអានណានមកលើហ្វូននឹងហៃម៉ាកុំយកបន្លែផ្លែឈើពីក្រុមហ៊ុនយុនហ្វេងទៀតអីបងលីរឿងនេះពិតមែនឬពិតប្រាកដណាស់ដល់ពេលណាទៅហើយនៅរឿងក្បាលទៀតឬប្រាប់ឲ្យដឹងចុះគឺជាហ្វេងបានធ្វើឲ្យខ្ញុំខឹងខ្ញុំនឹងធ្វើឲ្យក្រុមហ៊ុនរបស់វាបើកលែងកើតសុំទោសបងលីព្រោះតែខ្ញុំទើបធ្វើឲ្យអ្នកទាំងអស់គ្នាជួបទុកមិនមែនទេអាឡអត់ថ្ងៃមុនមិនមែនឯងខ្លាំងណាស់ទេខ្ញុំនៅតែចូលចិត្តពេលដែលឯងយកកៅអីមកវីខ្ញុំមកវីលើក្នុងខ្ញុំមកបើឯងមិនវីទេឯងវាអន់ណាស់សម្លឹងមើលមុខខ្ញុំធ្វើអីនៅតែសម្លឹងទៀតបើនៅតែសម្លឹងមុខខ្ញុំទៀតខ្ញុំនឹងឲ្យបងប្រុសខ្ញុំលុបចោលអាហារពេលល្ងាចថ្ងៃសៅរ៍នេះចោលមិនឲ្យឱកាសសុំទោសឯងទៀតទេលោកនាយកចៅសូមមេត្តាផងកុំបង្ខំគាត់ទៀតអីខ្ញុំសូមអង្វរលោកថ្ងៃនេះខ្ញុំលេងឯងសិនចុះអាចើថ្ងៃសៅរ៍ម៉ោង 6 ល្ងាចខ្ញុំនឹងរងចាំនៅសន្តាគារអាណាននេះជាឱកាសតែមួយគត់ដែលពួកឯងអាចសុំទោសខ្ញុំបានកុំឲ្យឱកាសនេះកន្លងផុតទៅឲ្យសោះគិតច្បាស់ទៅថាធ្វើម៉េចឲ្យខ្ញុំបាត់ខឹងបើមិនអញ្ចឹងទេមួយជីវិតនេះឯងនឹងគ្មានថ្ងៃបានស៊ីបាយទៀតទេបងប្រុសលីឃើញដល់ខ្ញុំផងប្អូនធ្វើឲ្យប្អូនពិបាកចិត្តហើយប្អូនខ្លាចនិយាយអីបែបហ្នឹងបើការនោះមិនមែនព្រោះតែជាសៀងសុកចិត្តលះបង់ជីវិតជួយខ្ញុំទេតែខ្ញុំមានថ្ងៃនេះបានដោយរបៀបណាការការពារអ្នកនិងកូនស្រីគឺជាការតបស្នងដ៏សាមញ្ញបំផុតរបស់យើងចំពោះជាសៀងចៅឌៀនដងម្នាក់នេះជាមនុស្សអាក្រក់បំផុតថ្ងៃសៅរ៍យប់នេះមិនដឹងជាគេរកវិធីធ្វើបាបអ្នកទាំងពីរដោយរបៀបណាទេអាយឆ្លងកាត់ការតស៊ូអស់ពាក់កណ្ដាលជីវិតរឿងអ្វីខ្លះទៅដែលខ្ញុំមិនធ្លាប់ជួបកុំបារម្ភអីប្អូនថ្លៃប្អូនគ្រាន់តែនាំកូនស្រីរកស៊ីដោយស្ងប់ស្ងាត់ទៅបានហើយរឿងពូប្រុសទុកឲ្យពួកយើងជាអ្នកដោះស្រាយចុះបងទៅវិញសិនហើយម៉ាក់បងប្រុសគាត់កើតអីមែនទេគ្មានអ្វីទេកូនលោកចាហ្វាយសាវខ្ញុំបាននាំយកផលិតផលពិសេសពីស្រុកកំណើតមកជូនលោកជាតែឡុងជីងសុទ្ធពីភូមិឡុងជីងផ្ទាល់របស់សម្រាប់អ្វីទៅនេះហ៊ានយកមកជូនបងប្រុសខ្ញុំផងឬមិនអីទេផលិតផលទាំងនេះមិនត្រូវភ្នែកលោកចាហ្វាយសាវក៏ជារឿងធម្មតាដែរពួកឯងមានបានអនុញ្ញាតឲ្យធ្វើបែបនេះទេឲ្យឱកាសពួកឯងហើយមកសុំទោសទាំងយឺតពេលបែបនេះឃើញថាឯងមិនបានទុកបងប្រុសខ្ញុំនៅក្នុងក្រសែភ្នែកសោះឡើយយើងណាត់គ្នាម៉ោង 6ខ្ញុំមកដល់មុនកន្លះម៉ោងនេះមិនហៅថាយឺតទេមែនទេខ្ញុំថាយឺតគឺយឺតហើយមិនដែរ
នៅមិនសុខចិត្តទៀតមែនទេខ្ញុំប្រមានឯងឲ្យហើយកុំឲ្យវាហួសហេតុពេកចុះបើខ្ញុំធ្វើលើនឹងចង់មិនវិញមិនក៏មិនទៅខ្ញុំធ្លាប់ប្រកេកឈ្មោះលោកចៅហ្វាយសាវយូរមកហើយខ្ញុំសូមគោរពលោកចៅហ្វាយសាវចំនួន3កែវចាត់ទុកថាជាការសុំទោសចុះបើដាក់ពីនៃខ្លួនឯង3កែវគឺបានតែតើខ្ញុំធ្លាប់និយាយថាឲ្យប្រើកែវនេះឬអ្នកណាទៅមើលវាបន្តិចទៅមួយនេះចង់សម្លាប់មនុស្សមែនទេកែវធំប៉ុណ្នេះមួយកែវស្មើនឹង1 ដបផឹកចូលទៅមានតែញាប់ទៅពួកយើងមិនញ៉ាំបាយនេះទៀតទេមែនហើយមិនដែលឃើញអ្នកណាគៀបសង្កត់គ្នាបែបនេះទេទ្វារនៅខាងនោះពួកឯងចង់ទៅក៏ទៅចុះតែបើហ៊ានដើរចេញទៅកុំបន្ទោសពួកយើងដែលចិត្តអប្រិយឲ្យសោះអាសាខាងជើងពួកជើងខ្លាំងថយក្រោយទៅជៀនវឹងពួកគេកំពុងតែក្នុងក្រុមហ៊ុននៅមានបងប្អូនជាង200នាក់ទៀតពួកយើងទៅចុះពួកគាត់វិញបានបើលោកចៅមានប្រសាសន៍ហើយយើងនឹងធ្វើតាមចិត្តរបស់អ្នកស្រា3កែវនេះខ្ញុំសុំផឹកឲ្យអស់ផឹកឲ្យល្អទៅចៅថ្ងៃនេះមានតែតាទេដែលអាណិតឯងទើបឲ្យស្រាដ៏ល្អបែបនេះផឹកបើនិយាយពីពេលធម្មតាវិញកុំថាឡើយបានផឹកលោកចៅពិតជាខ្លាំងមែនពិតមែនហើយលោកចៅពិតជាមានអំណាចខ្លាំងណាស់មែនហើយខ្ញុំសូមគោរពអ្នកជៀនវឹងឯងមិនអីទេហេកុំបារម្ភអីស្រាល្អបែបនេះមិនងាយស្លាប់ទេនៅសល់2ពេញទៀតផឹកយឺតមកឯងធ្វើអីមើលងាយគ្នាពេកហើយឯងជឿអត់ថាអញអាចសម្លាប់ឯងនៅពេលនេះបានសម្លាប់ខ្ញុំមកសម្លាប់មកលឿនឡើងថ្ងៃនេះបើឯងមិនសម្លាប់ខ្ញុំឲ្យងាប់ទេនោះដល់ថ្ងៃស្អែកមនុស្សទាំងអស់ក្នុងយានវឹងនឹងត្រូវស្លាប់ជំនួសវិញចៅជៀនដងលោកចៅតើត្រឹងឲ្យខ្ញុំផឹកស្រាទាំង3ពេលនេះចប់សិនមែនទេតើលោកអាចលេងក្រុមហ៊ុនយានវឹងបានទេនេះទើបតែចាប់ផ្ដើមទេខ្ញុំមិនទាន់ឃើញភាពស្មោះត្រង់របស់អ្នកទេចុះអ្នកប្រញាប់មករកការធានាពីខ្ញុំធ្វើអីផឹកយឺតទៅស្រាល្អបែបនេះផឹកលឿនម្លេះកុំឲ្យតែដល់ពេលក្រោយក្អួតចេញមកវិញទាំងអស់គួរឲ្យស្ដាយណាស់ថាត្រូវទេលោកឈៀនពិតមែនហើយស្រានេះធម្មតាអ្នកណានឹងហ៊ានផឹកបែបនេះទៅអើយជៀនវឹងកុំផឹកអីតើខ្ញុំធ្លាប់ប្រាប់ហើយឬនៅថាស្រាល្អបែបនេះកុំឲ្យវាហ៊ាននោះឯងមិនយកសម្ដីខ្ញុំដាក់ក្នុងចិត្តមែនទេហើយក៏មិនដាក់បងប្រុសនៅក្នុងភ្នែកដែរមែនទេលិតស្រានៅលើដីនេះឲ្យអស់កុំឲ្យសល់មួយដំណក់បើមិនដូច្នេះទេយួនហ្វឹងនិងបងប្អូនបុគ្គលិករបស់ឯងនឹងត្រូវចប់ជីវិតជាមួយឯងនៅថ្ងៃនេះយ៉ាងម៉េចមើលមិនឃើញថាស្រានៃណាទេអីពួកឯងមកនេះយកទឹកមួយធុងមកដើម្បីឲ្យលោកនាយកហ៊ឺបានស្វាងបន្តិចឲ្យមុខហើយមិនចង់បានមែនទេកុំឥឡូវនេះបើឈប់ការផឹករបស់ជៀនវឹងនឹងឥតប្រយោជន៍ហើយឃើញអ្នកបែបនេះឈឺចាប់ជាងសម្លាប់ខ្ញុំទៅទៀតខ្ញុំទៅមិនបានទេបើខ្ញុំទៅតាយួនហ្វឹងនឹងពួកបងប្អូនបុគ្គលិកដែលជាអតិថិជនរបួសទាំងនោះនឹងទៅជាយ៉ាងណាពួកគេនៅរំពឹងលើយួនហ្វឹងណាស់ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារតើបងប្រុសលីសុំក្រោកឡើងសូមកុំធ្វើបាបពួកគេអីលោកប្រធានសាវរឿងទាំងអស់នេះគឺកើតឡើងដោយសារខ្ញុំសូមមេត្តាដោះលែងពួកគេទៅនៅផឹកទៀតហីនឹកស្មានថាជានរណាតែថាជានាងមេម៉ាយលក់បន្លែនេះសោះនាងមេម៉ាយលក់បន្លែតើអញមានសិទ្ធិអ្វីមកអង្វរខ្ញុំគឺខ្ញុំទេដែលមិនដឹងរឿងគឺសុទ្ធតែជាកំហុសរបស់ខ្ញុំសូមទោសលោកសូមលោកមេត្តាដោះលែងពួកគេទៅសូមទោសហីបានតើបើឯងចង់សុំទោសអញ្ចឹងឯងត្រូវជំនួសហ៊ឺជីនហ្វេងលិតស្រាដែលកំពប់លើដីនេះឲ្យស្អាតទៅប្អូនថ្លៃរឿងនៅទីនេះពួកយើងនឹងដោះស្រាយវាបងប្រុសលីខ្ញុំមិនអាចឲ្យអ្នកទាំងអស់គ្នាទទួលរងទុក្ខជំនួសខ្ញុំបែបនេះបានទេ
គឺជៀនហ្វេងនឹងបន្ទោសខ្ញុំមិនខានប្អូនថ្លៃអ្នកត្រឡប់ទៅវិញសិនទៅតើពួកយើងមិនធ្លាប់ឆ្លងកាត់រឿងអ្វីខ្លះនោះថ្ងៃនេះបើឲ្យអ្នកត្រូវអាម៉ាស់តើពួកយើងមានមុខឯណាទៅជួបគឺជៀនហ្វេងទៀតលោកប្រធានសាវខ្ញុំនឹងលើកឥឡូវនេះសូមលោកកុំធ្វើបាបពួកគេអីប្អូនថ្លៃមិនបានទេល្អខ្ញុំនឹងអង្គុយមើលអ្នកលិតនៅទីនេះឲ្យច្បាស់មិនបានទេកុំទៅខ្វល់នឹងមនុស្សថោកទាបម្នាក់នេះសាវទៀងតុងអត្រាចានឯងខ្លាំងណាស់ហីដែលមកគៀបសង្កត់ស្រីម្នាក់បែបនេះអ្នកដែលគៀបសង្កត់នាងគឺពួកឯងទេប្រសិនបើមិនមែនព្រោះតែពួកឯងចង់ចេញមុខជួយនាងទេនោះម្លេះសំពេលនេះនាងបានរស់នៅយ៉ាងសុខស្រួលជាមួយអញបាត់ទៅហើយមែនទេមែនអត់សាវទៀងតុងនាងគឺជាមេម៉ាយរបស់អតីតយុទ្ធជនអញហ៊ានធ្វើរឿងបែបនេះបានយ៉ាងម៉េចមានអីដែលអញមិនហ៊ានធ្វើបងប្រុសអញជាប្រធានក្រុមហ៊ុនសាវអតីតយុទ្ធជននឹងមានតម្លៃស្មើនឹងស្អីទៅអញប្រាប់ឲ្យពួកឯងដឹងចុះថ្ងៃនេះមានតែវាទេដែលត្រូវលិតស្រានៅលើដីឲ្យស្អាតទើបអញព្រមលើកលែងឲ្យពួកឯងនេះជាផ្លូវតែមួយគត់អញនឹងធ្វើឲ្យពួកឯងបានដឹងថាតើអ្វីទៅដែលហៅថាអាម៉ាស់មុខនោះទាំងអស់នេះសុទ្ធតែជាកំហុសរបស់ខ្ញុំលោកនាយកខ្ញុំនឹងលិតវាខ្ញុំនឹងលិតស្រានេះឲ្យស្អាតទៅលើនេះលិតឲ្យស្អាតទៅលិតវាឲ្យស្អាតរួចហើយចាំមកការិយាល័យខ្ញុំមកបម្រើខ្ញុំធានាថានឹងលែងគាត់យ៉ាងម៉េចដែរបើដឹងថាមានថ្ងៃនេះគួរតែព្រមតាំងពីដំបូងទៅបើពេលនោះនាងព្រមតាមខ្ញុំអាហាហ៊ានធ្វើបាបប្អូនប្រុសខ្ញុំនៅចំពោះមុខខ្ញុំឯងពិតជាមិនចង់រស់ទៀតហើយមែនទេមើលទៅតើអ្នកណាក្លាហានហ៊ានចូលមកបើខ្លាំងពិតជាចូលមកចៅទៀនតុងអញធ្វើបាបខ្ញុំប៉ុណ្ណាខ្ញុំមិនថាទេដើម្បីយូនហ្វឹងខ្ញុំអាចទ្រាំបានទាំងអស់តែអញបែរជាយកបញ្ហារបស់បុរសមកធ្វើបាបស្ត្រីមេម៉ាយរបស់ប្អូនប្រុសម្នាក់គឺជៀនហ្វឹងម្នាក់នេះទ្រាំមិនបានទេគឺជៀនហ្វឹងប្រាប់ឲ្យដឹងទុកទៅថ្ងៃនេះអញកុំសង្ឃឹមថាអាចដើរចេញពីទីនេះដោយសុវត្ថិភាពឲ្យសោះមិនសំខាន់ទេគឺជៀនហ្វឹងអញត្រូវគិតឲ្យច្បាស់ថ្ងៃនេះអញមកសុំទោសគេក្នុងពេលដែលខ្ញុំមកសុំទោសខ្ញុំសូមអង្វរឲ្យអ្នកអញលែងយូនហ្វឹងទៅចំពោះរឿងដែលអញធ្វើបាបខ្ញុំសុទ្ធតែអាចអត់អន់ឲ្យបានតែពួកអញធ្វើបាបស្ត្រីមេម៉ាយរបស់ប្អូនប្រុសខ្ញុំបែបនេះខ្ញុំពិតជាទ្រាំមិនបានឡើយអញក្រោកតាំងពីព្រលឹមដើម្បីដឹកទំនិញខំប្រឹងតស៊ូទម្រាំមានថ្ងៃនេះអញគ្រាន់តែដើម្បីស្រីម្នាក់បែរជាចង់ឲ្យអ្វីទាំងអស់នេះរលាយសាបសូន្យធ្វើឲ្យបុគ្គលិកក្រុមហ៊ុនទាំងមូលត្រូវបាត់បង់ការងារតើធ្វើបែបនេះវាមានតម្លៃដែរឬបងធំហ៊ឺជៀនហ្វឹងកុំចិត្តក្តៅអីបើខ្ញុំសំបីតែស្ត្រីមេម៉ាយរបស់ប្អូនប្រុសក៏ការពារមិនបានតើខ្ញុំមានមុខទៅជួបយូនហ្វឹងនៅឯណាទៀតកុំនិយាយច្រើនឲ្យសោះពួកឯងនៅមានល្បិចអ្វីទៀតបញ្ចេញមកឲ្យអស់មកល្អក្នុងនៅពេលអញចង់ស្លាប់ខ្លាំងម្លេះកុំបន្ទោសថាខ្ញុំខូចខើឲ្យសោះអ្នកណាខ្លះនៅទីនេះយ៉ាងម៉េចឥឡូវចេះខ្លាចហើយមែនទេចុះមុននេះទៅណាអស់ហើយសាវឌៀនដងនេះជាសង្គមដែលមានច្បាប់ទម្លាប់បើថ្ងៃនេះពួកយើងមានរឿងអីនៅទីនេះពួកឯងក៏កុំសង្ឃឹមថានឹងរត់រួចដែរសង្គមដែលមានច្បាប់ទម្លាប់សាច់ងាប់ហើយប្រាប់ឲ្យដឹងចុះនៅទីនេះបងរបស់អញគឺមេឃគឺច្បាប់ការសម្លាប់ពួកឯងងាយដូចជន់ស្រមោចមួយក្បាលអញ្ចឹងកុំថាអញគៀបសង្កត់ខ្លាំងពេកមិនផ្ដល់ឱកាសចុងក្រោយឲ្យពួកឯងម្ដងពួកឯងប្រគល់មេម៉ាយម្នាក់នោះមកឲ្យអញទៅសប្បាយនៅបន្ទប់ក្បែរនេះឥឡូវនេះបើអញសប្បាយចិត្តពេលត្រឡប់មកវិញអញនឹងលេងពួកឯងឲ្យទៅកុំនិយាយផ្ដេសផ្ដាសសាវឌៀនដងថ្ងៃនេះទោះបីជាពួកយើងមិនអាចចេញពីទីនេះបានពិតមែនក៏ដោយក៏កុំសង្ឃឹមថាឯងអាចប៉ះសក់នាងមួយសរសៃបានឲ្យសោះល្អណាស់ហ៊ឺជៀនហ្វឹងនេះសុទ្ធតែជាអ្វីដែលអញរកកន្លែងស្លាប់ខ្លួនឯងថ្ងៃនេះអញនឹងធ្វើឲ្យឯងដឹងថាអ្វីដែលហៅថាមានជីវិតមកតែគ្មានជីវិតត្រឡប់ទៅវិញចូលទៅវីវាឲ្យអស់ពូលីវអាពួកឆ្កែយកចំនួនមនុស្សច្រើនមកសង្កត់ក្បាលគេមែនទេពេលដែលអញចេញច្បាំងអញម្នាក់អាចតាំងនឹងពួកឯងរាប់សិបនាក់ឯណោះមកចូលមកមានតែពួកចាស់ចារានឹងពីការមកជួបជុំគ្នាទេហេដាច់ដៃដាច់ជើងមែនទេមកសម្ដែងកំ pl ាញឲ្យអញមើលមែនទេពួកយើងពិតជាចាស់ចារានឹងពីការមែនប៉ុន្តែថ្ងៃនេះទោះជាត្រូវបដូរជីវិតក៏ដោយក៏អញមិនថយដែរ
យើងក៏មិនអនុញ្ញាតឲ្យពួកឯងមកធ្វើបាបប្រពន្ធមេម៉ាយរបស់ទាហានដែរនេះគឺជារឿងដែលពួកឯងរកដាក់ខ្លួនឯងទេចូលទៅចាប់វាឈប់សិនទៅរញ៉េញ៉ៃគ្រប់គ្រាន់ឬនៅសូមអភ័យទោសលោកតាហ្វឹងដែលធ្វើឲ្យលោកតារំខានឌៀនឆេនបាទលោកតាហ្វឹងខ្ញុំនៅទីនេះថ្ងៃនេះដែលលោកហៅខ្ញុំមកគឺដើម្បីអ្វីពិតណាស់គឺអញ្ជើញលោកតាឲ្យមកជួបជុំគ្នាទទួលទានអាហារដើម្បីគោរពដល់លោកតាការទទួលទានអាហារគឺត្រូវតែមានរបៀបរៀបរយចុះការរំខានអ៊ូអននេះវាជារឿងអ្វីទៅខ្ញុំបែរជាមានអារម្មណ៍ថាលោកកំពុងតែសម្ដែងរឿងតែចេះតែខ្ចីបុណ្យបារមីគេបែបនេះខ្ញុំប្រាប់លោកឲ្យដឹងចុះធ្វើបែបនេះមិនសមទេបាទលោកតាហ្វឹងគឺខ្ញុំគិតមិនបានដិតដល់ខ្ញុំហត់ហើយជើងនេះឈឺពេលបដូររដូវដែរឬទេមិនឈឺទេរឿងនេះមិនអីទេបានហើយនាំគ្នាទៅវិញអស់ទៅពួកឯងឈរនៅទីនេះសិនមានរឿងអីខ្ញុំនិយាយឲ្យទៅវិញអស់ហើយមិនស្ដាប់ទេលោកតាហ្វឹងលោកកុំខឹងអីគាត់មិនចេះមើលកាលៈទេសៈខ្ញុំជូនលោកទៅមិនបាច់ទេពួកឯងនាំគាត់ទៅមុនទៅលោកចៅបើអញ្ចឹងពួកយើងសូមត្រឡប់ទៅវិញមុនហើយមិនរំខានពេលវេលាលោកទៀតទេបាទមិនរំខានទៀតទេលោកចៅលេហើយបងពួកគេមើលងាយខ្ញុំដល់ថ្នាក់នេះម៉េចក៏បងព្រមឲ្យពួកគេទៅវិញងាយបែបនេះអាមនុកំសាក់គាត់កំពុងតែខឹងបងមើលមិនដឹងទេទោះគាត់ខឹងក៏ដោយបងក៏មិនគួរឲ្យពួកគេទៅវិញដែរពួកគេធ្វើបាបខ្ញុំដល់ថ្នាក់នេះចំណងមិត្តភាពរវាងលោកតានិងលោកតាផេងគឺចិត្តត្រូវឯងបំផ្លាញចោលអស់ហើយបើគ្មានការយល់ព្រមពីលោកតាផេងតើត្រកូលចៅយកគម្រោងមកពីណាខ្ញុំមិនអាចនៅស្ងៀមឲ្យគេវាឥតប្រយោជន៍បែបនេះទេម្យ៉ាងទៀតក្រុមហ៊ុនចៅបច្ចុប្បន្នរីកចម្រើនដល់កម្រិតណាទៅហើយបងជាប្រធានក្រុមហ៊ុនចៅហេតុអ្វីត្រូវខ្លាចមនុស្សចាស់ចិត្តកប់កដាររំឈូសម្នាក់នេះឯងដឹងស្អីខ្លះបើគ្មានការយល់ព្រមពីលោកតាផេងតើត្រកូលយើងអាចទទួលបានគម្រោងច្រើនបែបនេះដែរឬគុំសុបិនអីគាត់ជាមនុស្សដែលមិនដឹងរស់បានប៉ុន្មានថ្ងៃទៀតផងមានសមត្ថភាពដូចបងថៃណាអាឡងងនិយាយជាមួយឯងមិនដឹងរឿងទេឆាប់ទៅផ្សារលក់បន្លែរបស់ឯងវិញភ្លាមទៅគុំនៅទីនេះឲ្យទៅភ្នែកខ្ញុំបងខ្ញុំប្រមានបងទុកមុនកុំឲ្យមានរឿងកំពេចកំពុកទៀតអសោះបើឲ្យគាត់ដឹងថាបងនៅតែបន្តធ្វើបាបក្រុមទាហានចាស់ទាំងនេះបើក្រុមហ៊ុនចៅមានបញ្ហាអ្វីមួយដល់ពេលនោះគុំសង្ឃឹមថាខ្ញុំនឹងលើកលែងឲ្យអ្នកចេញទៅមិនបានទេខ្ញុំត្រូវទៅលួងលោមលោកតាផេងសិនកុំឲ្យគាត់ខឹងសម្បាក្នុងចិត្តក្រែងលោកគាត់លួចធ្វើបាបខ្ញុំនៅពីក្រោយខ្នងលោកតាហ្វឹងមានអារម្មណ៍ល្អណាស់ខ្ញុំចៃដន្យឲ្យបានយកតែនីតិខុសត្រូវដ៏ល្អបំផុតនៃឆ្នាំនេះមកជាមួយដែរប្រញាប់ឲ្យអាវិនឆុងទៅក្លិនតែនេះអាចជួយឲ្យលោកតាហ្វឹងកាន់តែរីករាយមនុស្សចាស់ហើយមិនសូវត្រូវនឹងតែនីតិខុសត្រូវទេខ្ញុំទើបតែឆុងតែពូអង្គុយចុះមកយើងពិភាក្សាគ្នាសូមអញ្ជើញលោកតាហ្វឹងម្សិលមិញលោកតាបានចំណាយពេលវេលាមកកំសាន្តជាមួយខ្ញុំប្អូនប្រុសងងខ្លាយរបស់ខ្ញុំបែរជាធ្វើឲ្យលោកតាថ្នាំងថ្នាក់ចិត្តពិតជាសូមទោសណាស់លោកតាហ្វឹងចៅឌីនឆេននេះជាពេលដែលលោកតារបស់ឯងចាក់ចេញទៅជាង20ឆ្នាំហើយបាទឆ្នាំដែលខ្ញុំត្រឡប់មកវិញខ្ញុំបានដាំដើមឈើនេះនៅក្នុងសួនហើយបានកប់ទាំងឈ្មោះរបស់លោកតាឯងនៅក្រោមដើមឈើនេះ38ឆ្នាំដើមឈើនេះដុះឡើងខ្ពស់ធំនិងត្រង់ល្អណាស់ពិតជាដូចនឹងនិស្ស័យរបស់លោកតាអ្នកខ្លាំងណាស់បាទខ្ញុំធំដឹងក្តីឡើងដោយសារការស្ដាប់រឿងរ៉ាវរបស់លោកតាហើយក៏មិនដែលហ៊ានភ្លេចឡើយអំពីភាពស្មោះត្រង់និងចិត្តល្អរបស់ត្រកូលចៅក៏ដូចជាប្រពៃណីគ្រួសារយើងប្រហែលជាខ្ញុំមិនសូវចាប់អារម្មណ៍ទេដើមឈើដ៏ធំហិមាមួយនេះមិនមែនមានតែដើមដែលធំដុះត្រង់នោះទេមេឃធាងក៏មិនអាចដុះបែកចេញមកខុសទម្រង់ដែរដើមឈើមួយនេះចង់ឲ្យមេឃសាខាដុះដាលត្រដែតបានតតែឧស្សាហ៍កាត់តម្រឹមបើមិនកាត់តម្រឹមទេនោះមិនដឹងថាដល់ថ្ងៃណាទេមេឃទាំងនោះនឹងទាញឲ្យដើមឈើបែកទ្រង់ទ្រីខុសជាមិនខានអ្នកយល់យ៉ាងណាដែរមែនទេបាទលោកតាហ្វឹងមានប្រសាសន៍ត្រូវហើយចៅឌៀនដុង
មនុស្សល្ងងម្នាក់នេះបង្កើតរឿងទៀតហើយប្រសិនបើលោកតាមិនសប្បាយចិត្តចំពោះត្រកូលចៅហើយមានរឿងអ្វីកើតឡើងខ្ញុំនឹងមិនលើកលែងឲ្យអ្នកឡើយតើអ្នកគ្រប់គ្រងឈាននៅតែមិនព្រមទទួលយកបន្លែរបស់យើងទៀតឬប្រសិនបើចៅឌៀនឈិនមិនមកនោះទេនោះពួកគេពិតជាមិនហ៊ានទទួលយកទេយ៉ាងណាមិញផ្សារទំនើបដែលពួកគេកំពុងបើកសុទ្ធតែជារបស់គ្រួសារចៅឌៀនឈិនទាំងអស់ពេលនេះហ្វឹងសូជីបើមិនប្រមូលទិញបន្លែពីកសិករទាំងនោះទេពួកវាច្បាស់ជាត្រូវរលួយចោលក្នុងចំការមិនខានការនឿយហត់ពេញមួយឆ្នាំនឹងត្រូវខាតបង់អស់ហើយប៉ុន្តែប្រសិនបើយើងទិញមកហើយលក់មិនចេញយើងក៏គ្មានលទ្ធភាពទ្រាំបានដែរបើមិនមានចំណូលហូរចូលទោះបីជាខ្ញុំចង់យកប្រាក់ទៅឲ្យកសិករខ្ចីមុនក៏ដោយក៏ទឹកប្រាក់ក្នុងកាន់នេះយើងសល់មិនច្រើនប៉ុន្មានដែរសូមអញ្ជើញចូលមកជៀនវឹងបន្លែដែលលក់មិនចេញនៅក្នុងទូទឹកក៏ទុកដាក់ទំនិញគឺពេញណែនអស់ហើយមានកសិករមួយចំនួនមកដល់ក្រុមហ៊ុននៅលើរ៉ឺម៉កកង់3របស់ពួកគេសុទ្ធតែជាបន្លែស្រស់ដែលពួកគេទើបតែបេះពីចំការការពីទៀបភ្លឺនេះឯងតើយើងនៅតែអាចប្រមូលទិញបានទៀតទេប្រមូលទោះបីជាមានសម្ពាធធំប៉ុណ្ណាក៏ដោយខ្ញុំនឹងរកវិធីដោះស្រាយវាបើគ្មានដើមទុនខ្ញុំនឹងយកទ្រព្យសម្បត្តិទៅបញ្ចាំដើម្បីខ្ចីប្រាក់យើងមិនអាចឲ្យកសិករនិងបងប្អូនកងទ័ពចាស់ទាំងនេះបាត់បង់ការងារបានឡើយប៉ុន្តែបើប្រមូលមកហើយលក់មិនចេញសម្ពាធនឹងធ្លាក់មកលើពួកយើងវិញពូលីវកុំខ្លាចអីក្នុងពេលដែលជីនវឹងបានសម្រេចចិត្តប្រមូលទិញអ្នកទាំងអស់គ្នាអាចបន្តប្រមូលទិញដោយក្តីស្មោះចិត្តចំប៉ុណ្ណាក៏ដោយយើងនឹងជាអ្នកទទួលខុសត្រូវយើងមិនអាចធ្វើឲ្យកសិករទាំងនេះអស់សង្ឃឹមបានឡើយពិតមែនហើយបើផ្សារទំនើបមិនអនុញ្ញាតឲ្យលក់យ៉ាងហោចណាស់យើងអាចយកទៅលក់នៅផ្សារដោយខ្លួនឯងទៅដាក់លក់នៅតាមផ្លូវក៏បានខ្ញុំមិនជឿថាវានឹងមិនដាច់នោះទេសុទ្ធតែជាបន្លែដែលកសិករដាំដោយផ្ទាល់នៅផ្ទះពួកគេបែរជាលក់មិនចេញទៅវិញជៀនវឹងមិនថាទៅថ្ងៃអនាគតយួនវឹងស៊ូគូនឹងទៅជាយ៉ាងណាឲ្យតែលោកបញ្ជាមកខ្ញុំនៅតែជាកូនចៅរបស់លោកដដែលមិនថាឲ្យពួកយើងធ្វើអ្វីក៏ដោយពួកយើងសុទ្ធតែព្រមធ្វើទាំងអស់បងហេខ្ញុំមិនបានរំខានអ្នកទាំងពីរទេពិតជាអត់ទេប្អូនថ្លៃស្រីអញ្ជើញចូលមកខាងក្នុងមកប្អូនថ្លៃនេះពួកគេជាបងទាំងនេះគឺជាអ្នកលក់ដូរដែលលក់បន្លែជាមួយខ្ញុំនៅផ្សារបន្លែពួកគេបានរឿងរបស់យុនហ្វឹងក៏ស្ម័គ្រចិត្តមកជួយដោយមកទិញបន្លែបោះដុំបន្តិចបន្តួចលោកហឺប៉ុន្មានឆ្នាំមុនពូរបស់ខ្ញុំទើបត្រឡប់ពីបម្រើការងារនៅកងទ័ពគ្មានការងារធ្វើក៏បានលោកជួយជ្រោមជ្រែងឲ្យចូលធ្វើការនៅយុនហ្វឹងទើបជីវភាពធូរធារឡើងឥឡូវនេះយុនហ្វឹងកំពុងជួបការលំបាកពួកយើងមិនអាចឈរមើលដោយមិនជួយបានទេពិតមែនហើយបងជីដូនមួយរបស់ខ្ញុំគឺជាជនពិការដែលលោកធ្លាប់បានបរិច្ចាគប្រាក់ជួយកាលពីមុនគាត់ដឹងថាខ្ញុំមកជួបលោកថ្ងៃនេះក៏ផ្ដាំឲ្យខ្ញុំមកអរគុណលោកដោយផ្ទាល់លោកហឺលោកកុំបារម្ភអីរកផ្សារព្រឹកក្នុងក្រុងនេះខ្ញុំស្គាល់ច្បាស់ណាស់ស្អែកនេះអ្នកឲ្យគេដឹកបន្លែមកចុះមិនថាច្រើនឬតិចទេពួកយើងមានសមត្ថភាពជួយលក់ឲ្យអស់នៅមានខ្ញុំនឹងគឺស៊ីនទៀតថ្ងៃនេះគឺស៊ីនបានសរសេរផ្ទាំងប្រកាសដោយដៃមួយបន្តិចទៀតខ្ញុំនឹងយកទៅបិទនៅមុខតូបជាសៀងនឹងដឹកបន្លែមកលក់ក្នុងតម្លៃពិសេសនៅថ្ងៃស្អែកទីតាំងគឺនៅមុខតូបពួកយើងផ្ទាល់បងហឺបងត្រូវផ្ដល់បន្លែឲ្យខ្ញុំច្រើនបន្តិចណាកុំឲ្យលក់ដាច់លឿនពេករហូតដល់ខ្ញុំត្រូវបិទតូបលឿនអីល្អណាស់អរគុណអ្នកទាំងអស់គ្នារឿងផ្សេងខ្ញុំមិនចេះទេតែបើការលក់បន្លែខ្ញុំជំនាញណាស់បងហឺបងគ្រាន់តែទុកចិត្តប្រគល់បន្លែមកឲ្យពួកយើងទៅពួកយើងធានាថាជួយលក់ឲ្យអស់ពីស្តុកជូនបងអញ្ចឹងតើយើងរងចាំអ្វីទៀតប្រាប់ទៅបងប្អូនយើងទាំងអស់គ្នាព្រឹកស្អែកយើងដឹកបន្លែទៅឲ្យគាត់ពួកយើងក៏គុំនៅទំនេរដែរទៅដាក់តាំងលក់តាមចិញ្ចើមផ្លូវលក់បានប្រមាណគឺប៉ុណ្ណឹងទៅឥឡូវនេះតែម្ដងប្រាប់ឲ្យគ្រប់គ្នាត្រៀមបន្លែឲ្យរួចរាល់ព្រឹកស្អែកយើងបែងចែកគ្នាជា3ផ្លូវតាមបងទៅសមរភូមិថ្មីបានចាប់ផ្ដើមហើយសមរភូមិមួយនេះទោះជាយ៉ាងណាក៏យើងត្រូវតែឈ្នះត្រូវហើយសាមគ្គីគ្នាមិនចាញ់អ្នកណាឡើយត្រូវហើយសាមគ្គីគ្នាមិនចាញ់អ្នកណាឡើយមកនេះលោកហេអ្នករៀបចំកន្លែងទុកឲ្យពួកយើងមែនទេអ្នកស្រីឌីពិតមែនហើយភ្ញៀវឃើញរៀបចំមានរបៀបហើយបន្លែស្រស់អ្នកដំណើរឆ្លងកាត់ក៏ចង់ទិញដែរខ្ញុំបានសរសេរវានៅក្នុងសេចក្តីជូនដំណឹងកាលពីម្សិលមិញរួចហើយបន្លែរបស់យើងទើបតែដកមកពីចំការថ្មីស្រស់ណាស់ចុះឯងវិញគួយលីនចុះលោកពូគិតថាខ្ញុំធ្វើបានល្អដែរឬទេល្អឯងធ្វើបានល្អខ្លាំងណាស់បានជួយលោកពូបានច្រើនណាស់ចាំលក់បន្លែថ្ងៃនេះអស់សិនលោកពូនឹងទិញការ៉េមឲ្យឯងញ៉ាំយកព្រមទេយកពមលោកតាឃើញសេចក្តីជូនដំណឹងដែលលោកសរសេរកាលពីម្សិលមិញខ្ញុំប្រញាប់ក្រោកពីព្រលឹមរងចាំមកទិញបន្លែពីផ្ទះអ្នកឯងនេះឯងបន្លែទាំងនេះទើបតែដកមកពីចំការថ្មីស្រស់ណាស់អ្នកមីងចាងទិញឲ្យច្រើនបន្តិចទៅចាំខ្ញុំប្រាប់អ្នកស្រីឌីឲ្យគិតថ្លៃបញ្ចុះតម្លៃជូនអ្នកមីងចាស់បន្លែស្រស់ល្អបែបនេះខ្ញុំត្រូវតែទិញឲ្យបានច្រើនបន្តិចហើយយកថង់មកទៅបន្លែរបស់តុកនេះមិនត្រឹមត្រូវទេទិញអីទិញទៅ
បន្លែនេះល្អណាស់តើខុសច្បាប់ត្រង់ណាអ្នកជានោះណាមានការអីមែនទេបើគ្មានការអីទេសូមគេចចេញទៅកុំមករ៉ាំងខ្ញុំទិញបន្លែជៀនសៀងថ្ងៃនេះសុទ្ធតែបន្លែថ្មីមិនបានធ្វើការចុះបញ្ជីជាមួយការិយាល័យគ្រប់គ្រងផ្សារទេបើអ្នកហ៊ានទិញនោះគឺការខុសច្បាប់មិនត្រឹមតែរឹបអូសបន្លែរបស់អ្នកទេថែមទាំងត្រូវពិន័យជាប្រាក់ទៀតអ្នកស្រីម្ចាស់តូបខ្ញុំមានការបន្តិចសិនខ្ញុំទៅមើលកន្លែងផ្សេងសិនហើយចាំខ្ញុំមកទិញវិញអ្នកស្រីចាងលោកនាយកចៅតូបនេះគឺខ្ញុំជួលថ្លៃគ្រប់គ្រងក៏ខ្ញុំបង់ទៀងទាត់ដែរកាលពីមុនមិនដែលឃើញមានច្បាប់ត្រូវចុះបញ្ជីបន្លែអីផងចុះហេតុអីបានជាថ្ងៃនេះត្រូវចុះបញ្ជីពិតណាស់គឺដោយសារបន្លែថ្ងៃនេះមានប្រភពមិនច្បាស់លាស់នឹងហើយខ្ញុំប្រាប់អ្នកឲ្យហើយចុះកុំមករកឆែងជាមួយខ្ញុំបន្លែទាំងនេះគឺជាបន្លែរបស់ក្រុមហ៊ុនផ្គត់ផ្គង់ផ្លែឈើនិងបន្លែយូរវឹងតើអ្នកថាមកពីប្រភពមិនច្បាស់លាស់យ៉ាងម៉េចអូយមើលចុះបន្លែនេះសុទ្ធតែដង្កូវបើអ្នកទិញយកទៅធ្វើម្ហូបញ៉ាំមិនឈឺក៏ចម្លែកដែរគ្រូធ្លាប់បង្រៀនថាបន្លែណាដែលមានដង្កូវទើបជាបន្លែមិនបានបាញ់ថ្នាំសម្លាប់សត្វល្អិតបន្លែបែបនេះហើយដែលញ៉ាំទៅមានសុខភាពល្អលោកនាយកចៅនេះគឺជាបន្លែដែលកសិករដាំនៅចម្ការផ្ទាល់របស់គាត់មិនបានចុះបញ្ជីគឺមិនបានការទេផ្សារនេះមិនអនុញ្ញាតឲ្យលក់បន្លែបែបនេះឡើយពួកអ្នកឯងមកនេះយកបន្លែទាំងអស់នេះទៅបោះចោលឲ្យអស់យកវាទាំងអស់ចេញទៅគុំការិយាល័យគ្រប់គ្រងផ្សារមានតួនាទីគ្រប់គ្រងលើតូបក្នុងកិច្ចសន្យាជួលតូបមានសរសេរថាត្រូវធ្វើការចុះបញ្ជីលើមុខទំនិញដែរឬទេខ្ញុំនិយាយថាត្រូវចុះបញ្ជីអញ្ចឹងគឺត្រូវតែចុះបញ្ជីនេះជាទឹកដីរបស់ខ្ញុំនាងអាចធ្វើអ្វីខ្ញុំបានគេចេញទៅគុំនិយាយរឿងឥតប្រយោជន៍ទាំងនោះលោកនាយកចៅអ្នកចង់ធ្វើបាបខ្ញុំមែនទេមើលការពិតឲ្យច្បាស់ទៅនៅក្នុងផ្សារនេះខ្ញុំជាអ្នកធំជាងគេបើខ្ញុំនិយាយថាបន្លែនេះមិនមានគុណភាពគឺវាអត់មានគុណភាពហើយបើខ្ញុំនិយាយថាមិនឲ្យលក់គឺអ្នកមិនអាចលក់បានទេឥឡូវនេះលើកវាចេញទៅភ្លាមបើមិនអញ្ចឹងទេកុំបន្ទោសថាខ្ញុំហៅគេមកបោះបន្លែរបស់អ្នកចោលវីកំតិចវីចោលលោកប្រធានចៅខ្ញុំសូមអង្វរលោកកុំនិយាយពីរឿងនេះទៀតអីនេះគឺជាញើសឈាមរបស់កសិករនិងអតិថិជនឃើញអ្នកយំបែបនេះក៏ស្អាតម្យ៉ាងដែរតើមិនល្អទេចៅទីងតុងខ្ញុំប្រមានអ្នកហើយខ្ញុំក៏មិនចង់និយាយអាគមទៅនឹងអ្នកដែរហ៊ឺជីនវឹងថ្ងៃនេះខ្ញុំសូមនិយាយត្រង់នៅក្នុងផ្សារនេះទោះបីជាអ្នកនិយាយអ្វីឬធ្វើអ្វីក៏ដោយកុំសង្ឃឹមថានឹងលក់បន្លែបានសំបីតែមួយដើមតុងស៊ូហៅមនុស្ស2-3នាក់មកចាំទីនេះឲ្យល្អឲ្យតែមានភ្ញៀវចូលមកត្រូវដេញពួកគេចេញឲ្យអស់មកម្នាក់ដេញម្នាក់ថ្ងៃនេះប្រសិនបើពួកគេអាចនៅក្នុងផ្សារលក់បន្លែបានសំបីតែមួយដើមស្អែកនេះអ្នកមិនបាច់មកធ្វើការទៀតទេបាទលោកប្រធានចៅមើលឲ្យច្បាស់ទាំងអស់គ្នានេះសុទ្ធតែជាបន្លែមិនតាមច្បាប់មិនអាចលក់បានទេហុំព័ទ្ធបន្លែទាំងនេះទុកឃើញអ្នកណាមកដេញពួកគេចេញទៅបាទចេញទៅខ្ញុំគ្រាន់តែធ្វើរឿងរបស់ខ្ញុំសុំទោសបងហ៊ឺជៀនវឹងខ្ញុំគួរតែដឹងតាំងពីដំបូងមកមនុស្សថោកទាបចៅទីងតុងនេះវាមិនព្រមឈប់ត្រឹមនឹងទេបងអូនថ្លៃនិយាយអីចឹងមិនបានអ្វីដែលសំខាន់បំផុតសម្រាប់យើងពេលនេះគឺត្រូវរកវិធីដើម្បីលក់បន្លែទាំងនេះចេញលោកពូហ៊ឺខ្ញុំមានវិធីមួយតើមានវិធីអ្វីកាលពីម្សិលមិញពេលម៉ាក់សរសេរលិខិតជូនដំណឹងខ្លាចគេមើលមិនឃើញក៏គិតថាគួរតែបិទពីល្បីសន្លឹកនៅខាងក្រៅផ្សារបន្លែពេលកំពុងបិទក៏មានគេមកសួរថាតើនៅមាត់ទ្វារផ្សារបន្លែមានធ្វើកម្មវិធីបញ្ចុះតម្លៃមែនទេនៅក្នុងផ្សារបន្លែនេះគេមិនឲ្យយើងលក់ទេយើងអាចលើកកញ្ចែងបន្លែចេញទៅលក់ខាងក្រៅហើយផ្លាស់ប្ដូរកម្មវិធីបញ្ចុះតម្លៃទៅធ្វើនៅមាត់ទ្វារផ្សារវិញយើងបិទសេចក្តីជូនដំណឹងនៅទីនោះមិនបាច់ស្រែកហើយឡើយត្រូវហើយកូននិយាយត្រូវណាស់កូនសម្លាញ់របស់ម៉ាក់ឆ្លាតមែនពិតជាមិនខកបំណងដែលជាកូនស្រីដ៏ឆ្លាតវៃរបស់ម៉ាក់មែនចាំអីទៀតលើកបន្លែទៅតាមចៅហ្វាយនីតូចគឺស៊ីនរបស់យើងចាប់ផ្ដើមធ្វើកម្មវិធីបញ្ចុះតម្លៃពួកអ្នកធ្វើអីហ្នឹងចេះដឹងខ្យល់ល្អដែរតើចេញទៅឲ្យឆ្ងាយបន្លែនេះលក់មិនដែរ1គីឡូ1កាក់5មិនបានថប់ម្លេះដោយសារនេះជាបន្លែពីយួនវឹងប្រូឌុកតែយើងប្រម៉ូទទិញផ្ទាល់ពីកសិករទាំងនេះសហការជាមួយយើងជាច្រើនឆ្នាំមកហើយមិនដែលឡើងថ្លៃឡើយទើបបានជាវាថោកយួនវឹងប្រូឌុកនឹងខ្ញុំស្គាល់តើផ្គត់ផ្គង់ឲ្យតែផ្សារទំនើបធំគុណភាពល្អខ្លាំងណាស់បន្លែផ្ទាល់ពីយួនវឹងប្រូឌុកមានកម្មវិធីបញ្ចុះតម្លៃហ៊ឺជៀនវឹងបានដឹកបន្លែទាំងអស់ចេញទៅអស់ហើយរាប់ថាវាចេះយកការងារដែរហ៊ានយកបន្លែមកលក់ក្នុងផ្សារបន្លែរបស់អញទៀតមនុស្សគ្មានភ្នែកពិតជាមនុស្សគ្មានភ្នែកមែនលោកប្រធានចៅចិត្តទូលីណាស់ដែលបានដោះលែងវាមិននឹកស្មានថាវាហ៊ានត្រឡប់មកវិញទេខ្ញុំគិតថាបន្លែដែលលក់មិនចេញរបស់វាទាំងនោះគឺមានតែរលួយនៅក្នុងយួនវឹងតែប៉ុណ្ណោះប្រកាសជាបែបនឹងហើយតើខ្ញុំអាចទុកឲ្យវាលក់បន្លែយកដើមទុនវិញបានដោយរបៀបណាទៅពិតណាស់គឺមិនអាចទេចុះមេម៉ាយម្នាក់នោះយ៉ាងម៉េចហើយនៅយំរងើនៅទីនោះទៀតឬអត់ទេលោកនាងបានដឹកបន្លែតាមហ៊ឺជៀនវឹងទៅបាត់ហើយទៅជាមួយគ្នានាងបាននាំកូនស្រីទៅជាមួយហ៊ឺជៀនវឹងដែរ
ពួកគេដឹកបន្លែទៅណាទឹកទៅក្រៅផ្សារបន្លែបាត់ហើយអាឡងងពួកគេដឹកបន្លែយកទៅដាក់នៅខាងក្រៅផ្សារបន្លែមិនក៏មិនប្រាប់ខ្ញុំឲ្យលឿនជាងនេះកន្លែងខាងក្រៅផ្សារបន្លែមិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់យើងទេអត់ខួរមិនមែនក្រោមការគ្រប់គ្រងរបស់យើងហើយយើងមិនខ្វល់មែនទេនេះល្ងងមែនតែឥឡូវនេះចាំទៅមើលតើហ៊ឺជីនវឹងយ៉ាងម៉េចហើយតើគេអស់សង្ឃឹមដោយសារការលំបាកពីលោកប្រធានចៅហើយឬនៅព្រឹកមិញនេះរថយន្តដឹកបន្លែជាច្រើនគ្រឿងបានចេញពីឃ្លាំងយន្តវឹងឆ្ពោះទៅកាន់ផ្សារបន្លែផ្សេងគ្នាហ៊ឺជីនវឹងបានទៅផ្ទាល់នៅមាត់ច្រកផ្សារបន្លែទៅបើកតូបលក់ដូរអូបើកតូបលក់ដូរហ៎ថៅកែធំម្នាក់នេះពិតជាចេះបត់បែនមែនប្រើបានគេបានចេញលុយផ្ទាល់ខ្លួនទិញបន្លែពីកសិករដាំបន្លែក្នុងតម្លៃដើមតែផ្សារទំនើបមិនព្រមទទួលយកបន្លែរបស់គេទេបើមិនបើកតូបលក់រីនៅតាមផ្លូវទេយួនវឹងនឹងដួលរលំក្នុងពេលឆាប់ការបើកតូបលក់យ៉ាងហោចណាស់ក៏ជាវិធីសម្រាលទុកបានខ្លះដែរកាលពីម្សិលមិញមានកសិករដាំបន្លែបានបេះបន្លែផ្លែឈើស្រស់យកមកផ្ញើនៅឃ្លាំងរបស់យួនវឹងក្នុងស្ថានភាពបែបនេះពួកគេនៅតែខំប្រឹងទទួលទិញទាំងអស់ចរិតលក្ខណៈរបស់ហ៊ឺជីនវឹងពិតជាល្អមែនក្នុងពេលលំបាកបែបនេះគេហ៊ានរែកពុនសម្ពាធដោយខ្លួនឯងមិនព្រមឲ្យកសិករដាំបន្លែខាត់បង់ឡើយមនុស្សម្នាក់នេះពិតជាល្អមិនត្រឹមតែមានសីលធម៌ល្អទេថែមទាំងឆ្លាតវៃទៀតផងឥឡូវគាត់នៅណានៅមុខផ្សារបន្លែទៅមើលបន្តិចមុខរបរមើលទៅមិនអន់ទេបាទបន្លែរបស់យួនវឹងមានគុណភាពខ្ពស់ណាស់ឯតម្លៃក៏ធូរថ្លៃទៀតការឆ្លើយតបពីទីផ្សារគឺល្អជានិច្ចទិញបន្លែបន្តិចទៅយកទៅជូនពួកអតិថិជនរបស់ខ្ញុំទាំងអស់ដើម្បីជួយសម្រួលដល់ហ៊ឺជីនវឹងបានពូវឹងខ្ញុំត្រូវត្រឡប់ទៅផ្ទះនៅពេលល្ងាចក៏ត្រូវទិញយកទៅជូនម៉ាក់ខ្ញុំដែរហើយមនុស្ស2-3នាក់មកជួយទៅធ្វើជាអ្នកស្ម័គ្រចិត្តបើគេមានញឹកនឹងការងារទៅចុះក្មេងរវល់ជើងមិនដាច់សោះចាស់បានបន្លែពីយួនវឹងស្រស់ហើយតម្លៃក៏ថោកក្មួយផ្ទះខ្ញុំមនុស្សច្រើនសូមទិញច្រើនបន្តិចចុះពួកឯងនាំខ្ញុំទៅមើលបន្តិចទៅទាំងនេះសុទ្ធតែទើបតែប្រមូលផលពីចំការមកសុទ្ធតែបន្លែស្រស់ទាំងអស់ពូនៅសល់តែប៉ុណ្ណេះទេប្រហែលជាមិនគ្រាន់ទេមានច្រើនទៀតឡានដឹកបន្លែរបស់យួនវឹងនៅខាងនោះក្នុងឡាននៅមានច្រើនណាស់ចង់បានបន្លែអ្វីប្រាប់ពូនឹងទៅយកពេញប៉ោះនេះមើលទៅល្អណាស់យកមួយកន្ត្រកមកដំឡូងបារាំងទុកបានយូរយកពីល្អជាងយកអាមួយនេះហើយនឹងអាមួយនេះទៀតយកមួយកន្ត្រកដូចគ្នាពិតមែនឬពូបន្លែស្លឹកទាំងនេះទុកមិនបានយូរទេត្រូវទិញយកទៅញ៉ាំស្រស់ក្មួយទិញច្រើនម្លេះញ៉ាំមិនអស់វានៅសល់ខ្ជិះខ្ជីអត់ប្រយោជន៍កុំបារម្ភអីផ្ទះខ្ញុំមានមនុស្សច្រើនម្យ៉ាងទៀតបន្លែល្អបែបនេះខ្ញុំក៏មិនអាចញ៉ាំម្នាក់ឯងដែរត្រូវតែចែករំលែកបន្តិចបន្តួចទៅសាច់ញាតិនិងមិត្តភក្តិចាំគាត់ត្រាទុកទៅខ្ញុំនៅមានបន្លែត្រូវទិញបានខ្ញុំកំពុងកត់ហើយពូប្រាប់មកអ្នកនាងបន្លែរបស់អ្នករៀបចំរួចរាល់ហើយអាមេរិកខូចនេះស្មានថាវាលក់បន្លែនៅតាមចិញ្ចើមផ្លូវថាខ្ញុំមិនអាចធ្វើអ្វីវាបានមែនទេប្រធានចៅពួកយើងមានសិទ្ធិគ្រប់គ្រងតែក្នុងផ្សារលក់បន្លែតែប៉ុណ្ណោះចំណែកផ្លូវថ្នល់ខាងក្រៅនេះមិនមែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់យើងទេយើងពិតជាគ្មានវិធីដោះស្រាយមែនឯងថាស្អីណាត្រូវហើយទោះបីជាផ្លូវនៅមុខផ្សារលក់បន្លែក៏ដោយក៏មិនបានដែរវាប៉ះពាល់ដល់សឺរងសឺម៉ៅខ្ញុំនឹងទៅដេញពួកវាឲ្យទៅកន្លែងផ្សេងបើមិនដូច្នោះទេនឹងទូរស័ព្ទហៅប៉ូលីសសណ្ដាប់ធ្នាប់ទៅបើករថយន្តដឹកទំនិញមកបាទខ្ញុំនឹងទៅភ្លាមគឺជីនវឹងអញនេះពូកែក៏បិចក៏មែនថ្ងៃនេះអញនឹងធ្វើឲ្យអញដឹងថាអ្វីទៅជាការលំបាកម៉ាក់នេះគឺជាបន្លែដែលលោកពូត្រូវការខ្ញុំឃើញអ្នកមើលទៅមុខមាត់តើយើងធ្លាប់ជួបគ្នាពីមុនមកអត់ហេតុអ្វីបានជាអ្នកទិញបន្លែច្រើនម្ល៉េះមុខខ្ញុំជាមុខមាត់ធម្មតាទេប្រហែលជាអ្នកចាំច្រឡំហើយនៅផ្ទះខ្ញុំមានមនុស្សច្រើនប៉ុន្តែក៏មិនទាន់គ្រប់ចែកគ្នាញ៉ាំដែរចុះពីថ្ងៃទៀតអ្នកនៅលក់ទៀតទេបើនៅលក់ខ្ញុំនឹងមកទៀតលោកពូយើងលក់ចាប់ពីថ្ងៃនេះទៅពូយើងនឹងលក់នៅទីនេះរាល់ថ្ងៃអ្នកនាងអាចមកទិញបានគ្រប់ពេលអ្នកនាងទិញច្រើនម្ល៉េះពិបាកយកទៅណាសូមមេត្តាផ្ដល់អាសយដ្ឋានមកបន្តិចទៀតខ្ញុំនឹងយកទៅជូនអ្នកនាងមិនបាច់ទេខ្ញុំបើករថយន្តមកអាចដឹកទៅបានបើអញ្ចឹងខ្ញុំជួយលើកដាក់រថយន្តឲ្យអ្នកនាងទៅលោកពូរងចាំបន្តិចខ្ញុំនឹងបើករថយន្តមកទីនេះស្រួលទេពិតជាកោតក្រែងណាស់រំខានអ្នកនាងហើយមិនអីទេពួកអ្នករងចាំបន្តិចខ្ញុំនឹងត្រឡប់មកវិញភ្លាមអូនឹកស្មានថាជានរណាឃើញតែពួកអញទៀតហើយយ៉ាងម៉េចក្នុងផ្សារលក់បន្លែខុសច្បាប់មិនបានឬដល់ថ្នាក់មកលក់លើផ្លូវបែបនេះហើយឬសៅជៀនដងលោកនៅមិនទាន់ឈប់ទៀតទេមិនឃើញទេថាវាសង្កត់លើបន្លែហើយចុះបើវាសង្កត់លើទៅវិញមានបញ្ហាអីទីនេះមិនកន្លែងលក់បន្លែណាលោកសៅជៀនដងមុខផ្សារមិនមែនស្ថិតក្នុងអំណាចលោកទេមែនហើយមិនមែនការងាររបស់ខ្ញុំទេតែការលក់ដូរលើផ្លូវវាខុសច្បាប់អ្នកណាក៏មានសិទ្ធិចាត់ការដែរនេះជាផ្លូវសាធារណៈមិនមែនផ្សារទេឡានខ្ញុំត្រូវបើកទៅមុខពួកឯងកំពុងរារាំងផ្លូវខ្ញុំទាំងនេះសុទ្ធតែជាបន្លែដែលកសិករលក់បន្លែដឹកមកតាំងពីព្រលឹម
លោកមិនអាចបំផ្លាញវាបែបនេះបានទេបន្លែស្អុយអីទៅហ្នឹងខូចអស់ហើយអ្នកណាហៅអាមេរិកឯងនេះយ៉ាងម៉េចចង់ប្រើកម្លាំងបាយមែនទេលឿនឡើងមកទីនេះបើថ្ងៃនេះឯងហ៊ានប៉ះសក់ខ្ញុំមួយសរសៃខ្ញុំនឹងធានាថាឯងនឹងជាប់គុកដល់ស្លាប់ខ្ញុំធ្វើនេះក៏ដើម្បីល្អសម្រាប់ពូដែរមើលពូចាស់ហើយថែមទាំងពិការទៀតចូលទៅក្នុងនោះគឺមានហូបមានចុកគ្រប់គ្រាន់ជារឿងល្អតើពីមុនពូធ្លាប់បម្រើកងទ័ពហូបបាយរត់ឥឡូវចូលទៅកែប្រែក្នុងគុកក៏មិនមែនហូបបាយរត់ដូចគ្នាទេវាមានអ្វីខុសប្លែកពីគ្នានោះរឿងអតីតកាលទោះបីជាយ៉ាងណាក៏វាជាកិត្តិយសពេញមួយជីវិតរបស់ខ្ញុំមិនអនុញ្ញាតឲ្យអាពូកាក់សំណល់ដូចឯងមកជន់ឈ្លីឡើយលោកនាយកចៅលោកមានរបួសត្រង់ណាទេអាចឈួតអញហ៊ានវាអញផងអញចង់ស្លាប់មែនទេថ្ងៃនេះអញមិនទុកជីវិតឲ្យអញទេអាពូអេតប្រយោជន៍ឯងនេះធម្មតាឃើញអួតខ្លាំងណាស់មិនមែនឬចុះឥឡូវមិនក៏ឈរស្ងៀមបែបនេះអញនឹងទៅសម្លាប់អាចាស់នេះលោកនាយកចៅថ្ងៃនេះលោកចាំមើលចុះបើអញមិនវាឲ្យស្ទើរតែដាច់ខ្យល់ទេអញនឹងមិនដាក់ត្រកូលតាមឈ្មោះអញទេពួកឯងនេះវាអាពួកសត្វត្រឆានថ្ងៃនេះអញនឹងមកបង្រៀនមេរៀនខ្លះដល់ពួកឯងអញគ្រាន់តែជាមនុស្សចាស់ជរាគ្មានកម្លាំងតើឯងអាចទៅបង្រៀនអ្នកណាបានអាចាស់ឯងក៏មិនធម្មតាដែរតើឈប់ដៃបើអញហ៊ានប៉ះពាល់ពូលីវសំបីតែបន្តិចថ្ងៃនេះអញមិនអត់អន់ឲ្យឯងឡើយគឺជាវឹងកុំចេះតែនិយាយអួតអាងពេកថ្ងៃនេះឲ្យអញសាកល្បងសមត្ថភាពឯងមើលចង់ដឹងថាតើអ្នកណាដែលនឹងមិនអត់អន់ឲ្យអ្នកណាអាពូអេតប្រយោជន៍របស់គ្មានប្រយោជន៍អីចូលធ្វើអីទៀតឆាប់ទៅហៅគ្នាមកនាំគ្នាមកឲ្យអស់មកជួបគ្នានៅមុខផ្សារបន្លែថ្ងៃនេះពួកឯងម្នាក់ក៏គុំសង្ឃឹមថាបានទៅណាឲ្យសោះលោកនាយកចៅពិតជាមនុស្សថោកទាបមែនហើយមនុស្សមកច្រើនម្លេះដើម្បីឡោមព័ទ្ធអតិថិជនម្នាក់តើយើងគួរធ្វើដូចម្តេចចាំមើលសិនទៅមនុស្សខាងនោះច្រើនណាស់ទោះបីជាហ៊ឺជៀនហ្វឹងមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏មិនអាចឈ្នះដែរបើនិយាយបែបនេះគឺអ្នកមើលងាយពួកយើងដែលជាអតិថិជនហើយលោកនាយកចៅអ្នកមិនឲ្យពួកយើងលក់បន្លែនៅទីនេះពួកយើងមិនលក់ក៏បានដែរសូមអ្នកដោះលែងពួកគេទៅពួកយើងនឹងទៅភ្លាមតើបានទេទើបតែនឹកឃើញថាចង់ទៅឥឡូវនេះឬយឺតពេលហើយប្រាប់ឲ្យដឹងចុះហ៊ឺជៀនហ្វឹងថ្ងៃនេះទោះបីជាមានមេឃមានដីមកជួយអ្នកក៏ដោយក៏មិនអាចជួយសង្គ្រោះអ្នកបានដែរប្អូនថ្លៃនាំគឺយ៉ានឡើងឡានទៅបងហើទៅឡើងឡានទៅចៅទៀនតុងអាមនុស្សថោកទាបគ្មានសមត្ថភាពឲ្យបើមិនទៅផ្ទះដឹងគេទេក៏ចេះតែអាំងគ្នាច្រើនទាបសង្កត់អ្នកដទៃដែរឯងហ៊ានមកតាំងជាមួយឯងម្នាក់ឯងទេអ្វីឯងជាស្អីគេហ្នឹងមានសិទ្ធអីឲ្យអញចោះដៃជាមួយនោះមិនហ៊ានទាំងហេះគឺជៀនវឹងឥឡូវអញធ្វើល្បិចក៏អ្វីក៏គ្មានប្រយោជន៍ដែរថ្ងៃនេះអញបានមកហើយកុំសង្ឃឹមថានឹងបានត្រឡប់ទៅវិញឲ្យសោះបងប្អូនទាំងអស់គ្នាបាទចាត់ការវាទៅសម្រាប់ហ៊ឺជៀនវឹងហើយនឹងអាចាស់នេះចោលទៅពូលីវមិនអីទេខ្ញុំមិនអីទេប្រយ័ត្នអាពុកអាសាប់សូនអាពុកអាសាប់សូនមនុស្សហេតុប្រយោជន៍ចូលមកអញមិនខ្លាចស្លាប់ទេថ្ងៃនេះអញនឹងកំចាត់ពួកអាពុកអាសាប់សូននេះឲ្យបានលោកចៅហ្វាយសាវហ៊ឺជៀនហ្វេងបាននាំមនុស្សមកលក់បន្លែនៅក្នុងផ្សារប្រធានសាវមិនយករំឡើយវាថែមទាំងបានវាប្រធានសាវទៀតផងឯងថាស្អីណាអញធ្លាប់លើកលែងឲ្យវាម្ដងរួចទៅហើយមិននឹកស្មានថាវាហ៊ានមកបង្កហេតុទៀតលោកចៅហ្វាយសាវសូមលោកប្រញាប់មកចុះបើលោកមិនមកទេប្រធានសាវរបស់យើងនឹងត្រូវវារហូតដល់ស្លាប់មិនខានចុះក្នុងផ្សារមិនមែនមានមនុស្សរបស់ពួកឯងទេ
លោកចៅហ្វាយសាវឌៀនតុងនិងហ៊ឺជីនហ្វេងកំពុងតែវីតប់គ្នាទៀតហើយផ្សារគឺជាទឹកដីរបស់ឌៀនតុងហ៊ឺជីនហ្វេងពិតជាហ៊ានណាស់ដែលហ៊ានឡើងមកជន់ក្បាលដល់ទីនេះវាឲ្យចំមុខទៅវាពិតជាមិនខ្លាចស្លាប់មែនប៉ុន្តែលើកមុនដែលឌៀនតុងបានបង្កចំនួននោះលោកតាហ្វឹងបានខឹងសម្បាខ្លាំងណាស់អញចង់និយាយពីអ្វីតើខ្ញុំមានទំនាក់ទំនងបែបណាជាមួយលោកតាហ្វឹងឌៀនតុងគឺជាប្អូនប្រុសបង្កើតរបស់ខ្ញុំតើគាត់ហ៊ានធ្វើអ្វីខ្ញុំដើម្បីតែមនុស្សក្រៅដែរឬតើចង់បង្កចំនួនជាមួយបងប្អូនយើងមែនទេមិនមែនទេខ្ញុំមិនមានន័យបែបនេះទេហៅមនុស្សមកទៅទីនោះភ្លាមដល់ពេលនោះបើលោកតាហ្វឹងទម្លាក់កំហុសមកលើពួកយើងខ្ញុំថាមើលទៅឯងចុះមុខជាជួបបញ្ហាធំមិនខានទេជូនដំណឹងទៅផ្នែកសន្តិសុខឲ្យទៅផ្សារជាមួយលោកចៅហ្វាយសាវបងលីបងជួយសង្គ្រោះបងហ៊ឺផងចៅទៀនដងនាំមនុស្សមកវីពូលីវនិងបងហ៊ឺអាឆ្កែនេះវាមកទៀតហើយបាត់បងលីឈប់វីទៅអញមិនមែនខ្លាំងណាស់ឬចៅទៀនដងអញមិនមែនថាឲ្យពួកយើងមានជីវិតមកតែគ្មានជីវិតត្រឡប់ទៅវិញមែនទេខ្ញុំអត់មានទេអត់មានអ្វីគឺមិនបានរស់នៅកន្លែងលក់របស់ពួកយើងមែនទេជន់កំតិចបន្លែអស់ច្រើនម្លេះឬមួយក៏មិនបានតាមរករឿងពួកយើងម្ដងហើយម្ដងទៀតខ្ញុំខុសហើយបងហ៊ឺខ្ញុំមិនគួរមករករឿងពួកបងទេរឹតតែមិនគួរជន់កំតិចបន្លែរបស់ពួកបងអញលែងដៃយើងមកថ្លៃបន្លែខ្ញុំនឹងសងវិញឯងអាចសងលុយបានប៉ុន្តែតើអញអាចសងកម្លាំងញើសឈាមរបស់កសិករដាំបន្លែបានទេតើអ្នកណាខំប្រឹងដាំបន្លែដើម្បីឲ្យគេមកបំផ្លាញបែបនេះបងលីខ្ញុំសុំទោសសុទ្ធតែជាកំហុសរបស់ខ្ញុំសុំគុំវីទៀតអីបងហ៊ឺទុកវីទៅចុះរឿងតិចតួចកុំឲ្យវាវែងឆ្ងាយអីចៅទៀនដងខ្ញុំប្រាប់អញឲ្យដឹងអញធ្វើបាបខ្ញុំអាចអត់អន់ឲ្យបានប៉ុន្តែបើអញហ៊ានបំផ្លាញបន្លែរបស់កសិករខ្ញុំមិនអាចអត់អន់ឲ្យបានទេបើមានលើកក្រោយទៀតខ្ញុំនឹងវីកាច់ជើងឯងឲ្យបាក់ម៉េះមិនមានលើកក្រោយទៀតទេពិតជាគ្មានទៀតទេល្អក្នុងការដែលអញព្រមទទួលកំហុសបើអីចឹងក៏ត្រូវទទួលស្គាល់ឲ្យល្អទៅសុំទោសពូលីវភ្លាមមនុស្សគ្មានមេត្តាអញត្រូវតែសុំទោសចំពោះបន្លែដែលអញបានបំផ្លាញសុំទោសចំពោះដីស្រែចម្ការនេះនិងអ្នកដាំបន្លែទាំងអស់ដែលបានខំប្រឹងប្រែងឆាប់ឡើងខ្ញុំសុំទោសក៏បានដែរខ្ញុំខុសហើយរើបន្លែទាំងនេះដាក់ចូលក្នុងកន្ត្រកខ្ញុំដាក់ឲ្យមានរបៀបរៀបរយផងពិតជាស្ដាយបន្លែល្អទាំងនេះណាស់លោកចៅមកដល់ហើយគឺជៀនវឹងបងប្រុសខ្ញុំមកដល់ហើយឯងត្រៀមខ្លួនស្លាប់ទៅបងប្រុសបងជួយខ្ញុំផងគឺជៀនវឹងអញពិតជាមានចិត្តប្រហែលខ្លាំងណាស់ចៅទៀនឆឹងជាបងប្រុសបង្កើតរបស់គេអញហ៊ានធ្វើបែបនេះដាក់គេមែនទេបងមិនក៏បងទៅតែមកដល់ខ្ញុំស្ទើរតែត្រូវឲ្យឆ្កែនេះវាស្លាប់ទៅហើយបងត្រូវតែជួយទាយុទ្ធធម៌ឲ្យខ្ញុំធ្វើឲ្យពួកវាដឹងពីកំហុសរបស់វាមែនហើយលោកចៅមកដល់គឺល្អហើយពួកវាពិតជាក្រអឺតក្រទុំខ្លាំងណាស់មនុស្សក្របង្កប់អញសុទ្ធតែជាពួកឥតប្រយោជន៍ទៅយ៉ាងណាត្រូវមនុស្សចាស់ជ្រីនឹងឈឺកាត់ពីអ្នកនេះក៏អាចវាអញដល់ថ្នាក់នេះដែរឬទេពួកអញទាំងអស់គ្នាជាពួកឥតប្រយោជន៍ឆាប់ទៅឲ្យឆ្ងាយពីទីនេះកុំមកឈររងផ្លូវបងប្រុសខ្ញុំលោកម្ចាស់ហ្វឹងមនុស្សដែលចៅឌៀនឆឹងនាំមកគឺសុទ្ធតែជាផ្នែកសន្តិសុខរបស់ចៅស៊ឺឈីមនុស្សច្រើនម្លេះគឺជៀនវឹងប្រហែលជាត្រូវខាត់បងហើយតើខ្ញុំគួរទៅជួយនិយាយក្នុងនាមលោកម្ចាស់ទេរងចាំមើលបន្តិចទៀតខ្ញុំចង់ដឹងថាហ៊ឺជៀនវឹងនឹងដោះស្រាយយ៉ាងណាពិបាកនិយាយណាស់យ៉ាងណាមិញភីគីម្ខាងទៀតមានគ្នាច្រើនពេកពាក្យដែលខ្ញុំប្រាប់ចៅឌៀនឆឹងក្នុងបន្ទប់សៀវភៅលើកមុនគាត់មិនបានស្ដាប់សំបីតែមួយម៉ាត់លោកចៅបានចាក់ចេញទៅ38ឆ្នាំហើយត្រកូលចៅនេះមិនមែនជាត្រកូលចៅកាលពីមុនទៀតឡើយឥឡូវទើបដឹងថាខ្លាចមែនទេពេលដែលអញវីប្អូនប្រុសខ្ញុំមិនមែនក្អេងក្អាងខ្លាំងណាស់ទេខ្ញុំកំពុងតែជួយអ្នកអប់រំប្អូនប្រុសអ្នកប្អូនប្រុសរបស់ចៅឌៀនឆឹងត្រូវការឲ្យឯងមកអប់រំឬមានតែគេទេដែលរំលងឯងបានឯងត្រូវតែអត់ធ្មត់ឲ្យបានឯងគ្រាន់តែជាអ្នកលក់បន្លែថោកទាបម្នាក់មានតែសិទ្ធិលុតជង្គង់ប៉ុណ្ណោះពេលនិយាយជាមួយត្រកូលចៅយើងចៅឌៀនឆឹងឯងជាថៅកែធំមានអំណាចពេញក្រុងអានណានតែកុំគិតថាឯងចង់ធ្វើបាបអ្នកណាក៏បានតាមចិត្តធ្វើឲ្យគេគ្មានអាហារហូបចុកទន្សាយកាលណាបើវាដល់ផ្លូវតវាក៏ចេះខំទៅវិញដែរឯងកុំធ្វើរឿងនេះម្ដងហើយម្ដងទៀតមកជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់ពួកយើងឲ្យសោះគឺជៀនវឹងមកដល់ពេលនេះហើយឯងនៅតែមើលមិនឃើញស្ថានភាពទៀតមែនទេបានបើអញ្ចឹងថ្ងៃនេះខ្ញុំនឹងឲ្យឯងឃើញច្បាស់ថាអ្នកណាជាអ្នកកំណត់វាសញ្ញានៅក្នុងក្រុងអានណាននេះចាប់ពួកវាឲ្យខ្ញុំពូលីវកុំវាទៀតអីខ្ញុំសូមអង្វរពួកអ្នក
គាត់ចាស់ណាស់ទៅហើយសូមមេត្តាអង្វរពួកអ្នកចុះគួរឲ្យអាណិតដែលត្រូវមកលុតជង្គង់ក្បាលឲ្យពួកអ្នកចៅជីនឆឹងពូលីវគាត់ចាស់ហើយអ្នកមិនអាចធ្វើបែបនេះដាក់គាត់បានទេចៅក្រោកឡើងមនុស្សប្រុសមានមាសនៅក្រោមជង្គង់ពួកវាមិនសមនឹងឲ្យចៅលុតជង្គង់ឲ្យទេលោកតាតែឈឺដែរទេចៅកុំបន្ទោសលោកតាអីចៅក្រោកឡើងលឿនឡើងយើងមិនសុំអង្វរពួកវាទេចៅជីនឆឹងក្រៅពីធ្វើបាបមនុស្សចាស់តើអ្នកចេះធ្វើអ្វីខ្លះទៀតក្រៅពីចេះតែស្រែកឡូឡាដោយភាពគ្មានសមត្ថភាពឯងចេះធ្វើអ្វីខ្លះទៀតពិតមែនហើយមិញនេះឯងមិនមែនអួតអាងខ្លាំងណាស់ឬឥឡូវទើបដឹងថាខ្លាចមែនទេលុតជង្គង់ចុះមកក្បាលទៅប្អូនប្រុសអញទើបរឿងនេះអាចចរចាគ្នាបានលោកតាហ្វឹងបងប្អូនត្រកូលចៅពីរនាក់នេះធ្វើបាបគេហួសហេតុពេកហើយខ្ញុំថាយើងគួរតែទៅជួយគាត់ទៅចាំបន្តិចសិនខ្ញុំចង់ដឹងថាឪពុកមនុស្សថោកទាបពីរនាក់នេះវានឹងធ្វើរឿងអសិលធម៌អ្វីបានទៀតលោកគឺជីនហ្វឹងអញបានប្រាប់អញយូរហើយថាកុំមករករឿងអញបងប្រុសអញគាត់មានចិត្តមេត្តាទើបផ្ដល់ឱកាសឲ្យអញមកសុំអង្វរគាត់បែបនេះបើអញនៅតែមិនព្រមចាប់យកឱកាសនេះទៀតអញនឹងធ្វើឲ្យបុគ្គលិកទាំងអស់នៃក្រុមហ៊ុនយូនហ្វឹងមិនឲ្យអ្នកណាម្នាក់បានសុខឡើយអាមនុស្សថោកទាបនេះចុះឯងលុតជង្គង់រត់លុតជង្គង់ចុះឲ្យអង្គក្បាលសំពីយ៉ាងយកចិត្តទុកដាក់នោះទើបខ្ញុំប្រឡែងលោកតាជ្រាបម្នាក់នេះស៊ីហ្វឹងប្រុសមានមាសនៅក្រោមជង្គង់លោកតាកុំធ្វើបែបនេះដើម្បីចៅលុតជង្គង់ឲ្យពួកតិរិឆានទាំងនេះលោកតាឈប់ទៅចូលមកវីមកការដែលមកធ្វើបាបមនុស្សចាស់បែបនេះតើវាជាអ្វីលើខ្ញុំវិញមកពួកឯងទាំងពីរនាក់នឹងពូកែតែប្រើអំណាចសង្កត់សង្កិនគេបើខ្លាំងពូកែចាំយើងមកបាញ់ប្រហារគ្នាដូចនៅលើសមរភូមិពិតប្រាកដទៅមានគ្នាត្រឹមតែប៉ុណ្ណឹងមកធ្វើបាបអតីតយុទ្ធជនដែលពិការតើហៅថាវីរជនត្រង់ណាទៅអាឡងងអញគិតថាឥឡូវនេះនៅជាសម័យកាលដែលពួកឯងចេះតែស្រែកហៅរកការប្រយុទ្ធឬនិយាយរឿងបងប្អូនធေါ်ទៀតឬពិតមែនហើយបើកភ្នែកមើលឲ្យច្បាស់ទៅថាអ្នកណាជាស្ដេចក្នុងសម័យកាលនេះអតីតយុទ្ធជនស្អីនោះចុះបើពួកឯងធ្លាប់ឆ្លងកាត់សមរភូមិហើយបានយ៉ាងម៉េចខ្ញុំប្រាប់ឲ្យដឹងចុះនៅទីនេះគឺគ្មានតម្លៃអ្វីទាំងអស់ពួកឯងនិយាយស្អីមិនសមរម្យពួកឯងហ៊ាននិយាយពាក្យបែបនេះចេញមកបានយ៉ាងម៉េចតើអ្នកមិនមានការដឹងគុណចំពោះយុទ្ធជនដែលបានធ្វើការលះបង់នោះទេបើគ្មានការលះបង់របស់ពួកគេតើអ្នកមានថ្ងៃនេះដែរឬទេសម័យកាលវាបានផ្លាស់ប្ដូរហើយកុំមកធ្វើជាអួតអាងនៅចំពោះមុខខ្ញុំឲ្យសោះសម្រាប់ពេលនេះអ្នកវាគ្មានតម្លៃអ្វីទាំងអស់ពិតមែនហើយលោកនាយកចាស់និយាយត្រូវណាស់ពួកអ្នកក៏ដូចជាពួកឯងគឺគ្មានតម្លៃអ្វីទាំងអស់គ្មានតម្លៃសោះឡើយសម័យកាលពិតជាមានការរីកចម្រើនមែនប៉ុន្តែការលះបង់របស់យើងគឺមិនអនុញ្ញាតឲ្យមនុស្សអាក្រក់ដូចជាអ្នកមកវាយតម្លៃតាមចិត្តនោះទេពួកអ្នកចាស់អស់នេះមកទីនេះដើម្បីធ្វើអ្វីឬមួយចង់រស់នៅយូរពេកមែនទេពួកយើងពិតជារស់នៅយូរមែនហើយតើថ្ងៃនេះអាចដោះស្រាយពួកយើងដែលជាក្រុមឆ្អឹងចាស់ទាំងនេះបានដែរឬទេវាក៏អាស្រ័យទៅលើសមត្ថភាពរបស់ឯងដែរអាចាស់អើយបើចង់ស្លាប់ខ្ញុំនឹងជួយសម្រេចបំណងឲ្យយ៉ាងណាក៏ពួកឯងរស់នៅគ្រាន់តែខាត់បាយដែរបាទអ្នកនិយាយត្រូវហើយពួកយើងចាស់អស់ហើយរស់នៅក៏ខាត់បាយដែរអ្នកអាចនិយាយថាពួកយើងពេលនេះគ្មានប្រយោជន៍ជាបន្ទុករបស់សង្គមប៉ុន្តែអ្នកមិនអាចបដិសេធនៅអ្វីដែលសមិទ្ធដែលបានភ្លីជីវិតទាំងនោះធ្វើបានទេអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើគ្មានពួកគេក៏គ្មានសេចក្តីសុខសម្រាប់អ្នកនៅថ្ងៃនេះដែរនិយាយរឿងអស់នេះដើម្បីអ្វីទៅមានប្រយោជន៍អ្វីទៅមិនមែនខ្ញុំជាអ្នកសុំឲ្យពួកអ្នកទៅទេនោះគឺជាឆន្ទៈរបស់យើងវាជាកិត្តិយសពេញមួយជីវិតរបស់យើងថ្ងៃនេះខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថាពេលដែលអ្នកសម្លាប់ពួកគេសូមសម្លាប់ពួកយើងចោលទាំងអស់គ្នាទៅអាវិនឯកសណ្ឋានយោធារបស់ខ្ញុំនៅណាតើលោកតាមានន័យថាឈុតដែលលោកតាធ្លាប់ស្លៀកពេលធ្វើទីហ៊ានមែនទេត្រូវហើយខ្ញុំធ្លាប់ប្រាប់អញហើយត្រូវដាក់តាមខ្លួនគ្រប់ពេលវាស្ថិតនៅក្នុងវ៉ាលីក្នុងគ្លុបក្រោយទៅយកវាមកឲ្យខ្ញុំនឹងទៅយកជូនលោកតាភ្លាមបងប្អូនរបស់ខ្ញុំលៀងជៀនសៀងបានបង់ដៃមួយនិងស្នាមរបួសពេញខ្លួនដើម្បីដូរយកសន្តិភាពលើទឹកដីនេះតែអ្នកបែរជាធ្វើបែបនេះក្រោយពីគាត់ស្លាប់ដោយមកគៀបសង្កត់លើមេម៉ាយរបស់គាត់អ្នកនៅមានសិទ្ធិសម្ជញ្ញៈជាមនុស្សដែរឬទេពួកយើងមិនដែលទាមទារអ្វីតបស្នងពីនរណានោះទេសម័យកាលកំពុងតែរីកចម្រើនយើងក៏ខំប្រឹងអស់ពីសមត្ថភាពដើម្បីតាមឲ្យទាន់ភាពរីកចម្រើននៃសម័យកាលនេះគ្រប់ពេលវេលាទាំងអស់ពួកយើងជាអតីតយុទ្ធជនមិនដែលបង្កបន្ទុកដល់សង្គមឡើយជៀនវឹងបានដឹកនាំពួកយើងធាក់កង់3ទៅលក់ដូរតាំងពីមិនទាន់ភ្លឺហត់ខ្លាំងរហូតមុខងឹតដើម្បីលក់បន្លែឲ្យអស់ពីស្តុកតែពួកអ្នកបែរជាគៀបសង្កត់ពួកយើងមិនឲ្យងើបមុខរួចគ្មានបាយហូបធ្វើឲ្យបន្លែលួយចោលក្នុងដីអស់ពួកអ្នកវាគ្រាន់តែជាពួកប៉ារ៉ាស៊ីតប៉ុណ្ណោះអ្នកចង់ធ្វើស្អីការថ្លែងសុំត្រកថាយ៉ាងអង់អាចរបស់ពួកអ្នកទៅសម្ដែងលើឆាកទៅពួកអ្នកគិតថាការសម្ដែងឈុតឆាកនេះអាចធ្វើឲ្យពួកអ្នកចេញពីទីនេះដោយសុវត្ថិភាពឬលើកលែងតែពួកអ្នកលុបចំកង់សុំទោសនេះគឺជាផ្លូវតែមួយគត់ពួកអាមនុស្សរងងខ្លៅទាំងនេះ
មិនបានឮសម្ដីរបស់លោកប្រធានចៅឬយ៉ាងណាហើយអ្វីមិនប្រញាប់លោកចំកងសុំទោសក្រែងលោកប្រធានចៅរបស់យើងមានចិត្តទូលាយអាចនឹងលើកលែងទោសឲ្យពួកអ្នកគុំសុបិនទៅពួកយើងជាទាហានមិនដែលចោះចាញ់ឡើយបើអញ្ចឹងពួកឯងចង់ស្លាប់ហើយនឹកស្មានមិនដល់ថាថ្ងៃនេះពួកយើងអាចត្រឡប់មកប្រយុទ្ធជាមួយគ្នាម្ដងទៀតពួកវាមានគ្នាច្រើនគួរសមដែរបងប្អូនទាំងអស់គ្នាខ្លាចដែរឬទេខ្លាចតែខ្លាចគឺជាអ្វីក្នុងវិជ្ជានុក្រមរបស់ខ្ញុំមិនដែលមានពាក្យនេះទេកាលពីសម័យមុនពេលដែលខ្ញុំប្រើកាំបិតលុបប្រយុទ្ធជាមួយស្រូវគឺខ្ញុំបានត្រៀមខ្លួនស្លាប់រួចទៅហើយបង្ហាញពួកវាឲ្យឃើញពីឈាមជ័រអ្នកចម្បាំងរបស់យើងមិនដែលក្បត់នឹងក្រុមមនុស្សអាក្រក់ឡើយពួកយើងមិនចោះចាញ់ក្រុមមនុស្សអាក្រក់ជាដាច់ខាតបើអញ្ចឹងពួកឯងចង់ស្លាប់ហើយខ្ញុំមិនខ្វល់ថាពីមុនពួកឯងធ្លាប់ធ្វើអ្វីខ្លះទេវាគ្មានពាក់ព័ន្ធនឹងខ្ញុំឡើយថ្ងៃនេះខ្ញុំបង្ខំឲ្យពួកឯងទាំងអស់គ្នាជង្គង់ចុះលោកជង្គង់សុំទោសមកបើមិនដូច្នេះទេថ្ងៃនេះខ្ញុំនឹងមិនឲ្យពួកឯងបានឃើញពន្លឺថ្ងៃស្អែកឡើយមែនឬបើអញ្ចឹងរកខ្ញុំម្នាក់ទៀតទៅឯងចង់ឲ្យខ្ញុំលុបជង្គង់ដែរមែនទេចង់ឲ្យខ្ញុំមើលមិនឃើញពន្លឺថ្ងៃស្អែកមែនទេហ្វឹងអាចាស់ខូចឯងមកពីណាទៀតហើយមកទីនេះចង់រកជាងអ្វីអាចាស់គ្មានភ្នែកហ៊ានមកធ្វើជាអ្នកហ៊ានចេញមុខនៅទីនេះផងមិនដែលលើទេថាកំភ្លើងតែងបាញ់ចំអ្នកហ៊ានចេញមុខមុនគេនោះសម្រាប់អ្នកហ៊ានចេញមុខថ្ងៃនេះខ្ញុំនឹងធ្វើវាឲ្យមើលខ្ញុំចង់ដឹងណាស់ថាថ្ងៃនេះពួកឯងទាំងពីរដែលជាកូនមិនយកការអាចធ្វើអ្វីបានខ្លះល្អអាចាស់មកមិនចេះស្លាប់បើចង់ស្លាប់ជាមួយពួកគេខ្លាំងម្ល៉េះអីចឹងខ្ញុំបងមិនក៏បងវីខ្ញុំទៅវីពួកចាស់ជ្រាទាំងនោះទៅស្ងាត់មាត់បើភ្នែកមើលឲ្យច្បាស់ទៅនេះគឺជាលោកតាវឹងលោកតាវឹងហេតុអ្វីបានជាលោកតាស្ថិតនៅទីនេះសំណាងហើយដែលខ្ញុំនៅទីនេះបើមិនអញ្ចឹងទេខ្ញុំមិនដឹងឡើយថានៅក្នុងចិត្តរបស់ឯងអតីតទាហានដូចជាខ្ញុំនិងលោកតារបស់ឯងបែរជាគ្មានតម្លៃដល់ថ្នាក់នេះសោះលោកតាវឹងលោកចូលមកពាក់ព័ន្ធរឿងនេះធ្វើអីទៅឈរខាងពួកអាចាស់ងាប់ទាំងនោះមិនធ្វើឲ្យខូចតម្លៃខ្លួនឯងទេមាត់អាល្ងងលោកជង្គង់ចុះសុំទោសលោកតាវឹងខ្ញុំសុំទោសខ្ញុំសូមអភ័យទោសដល់លោកសុំទោសមនុស្សដែលរស់នៅតែបំផ្លាញអង្គរដូចជាខ្ញុំមិនស័ក្តិសមនឹងការសុំទោសពីអ្នកទេលោកតាវឹងខ្ញុំនិយាយផ្ដេសផ្ដាសខ្ញុំនិយាយគ្មានគិតខ្ញុំនឹងទះមាត់ខ្ញុំឲ្យស្ពឹកលោកតាវឹងសូមលោកមេត្តាអភ័យទោសឲ្យខ្ញុំផងលោកតាវឹងវាជាកំហុសរបស់ខ្ញុំដែលមិនបានអប់រំគេឲ្យអាល្ងងនេះប្រមាថលោកតាវឹងម្ដងហើយម្ដងទៀតវាសុទ្ធតែជាកំហុសរបស់ខ្ញុំទាំងស្រុងបន្តអនក្បាលសុំទោសលោកតាវឹងទៅខ្ញុំដឹងកំហុសហើយលោកតាវឹងសូមលោកមេត្តាអភ័យទោសឲ្យខ្ញុំម្ដងនេះផងខ្ញុំនឹងមិនឲ្យមានលើកក្រោយទៀតទេមនុស្សថោកទាបបែបឯងមិនសមនឹងប៉ះពាល់សម្លៀកបំពាក់ដ៏ពិសិដ្ឋនេះឡើយមិនឆ្ងាយទៅទៀតទេខ្ញុំមិនគួរទុកឲ្យអាល្ងងនេះធ្វើរឿងរ៉ាវផ្ដេសផ្ដាសបែបនេះឡើយខ្ញុំសូមអភ័យទោសចំពោះលោកសូមលោកមេត្តាលើកលែងទោសឲ្យខ្ញុំម្ដងនេះផងខ្ញុំសន្យាថានឹងមិនធ្វើបែបនេះទៀតទេសូមទោសទៅឯងសូមទោសខុសមនុស្សហើយឯងត្រូវតែសូមទោសអ្នកដែលនៅក្បែរខ្ញុំសូមទោសចំពោះវីរជនដ៏អង់អាចទាំងនោះទៅកាន់អ្នកដែលបានប៉ូលីនៅក្នុងសមរភូមិសូមទោសពួកគេទៅបងជាហ្វឹងវាសុទ្ធតែជាកំហុសរបស់ខ្ញុំសូមលោកមេត្តាអភ័យទោសឲ្យខ្ញុំផងសូមទុកជីវិតឲ្យខ្ញុំខ្ញុំនឹងតាក់ទងទៅលោកថៅកែឲ្យពួកគេទូរស័ព្ទមកចាប់ពីពេលនេះទៅបន្លែរបស់យួនវឹងស៊ូគូគឺខ្ញុំជាអ្នកទទួលខុសត្រូវខ្ញុំធានាថាអ្នកនឹងមិនពិបាកលក់វាទេនឹងទទួលបានប្រាក់ចំណេញថ្មីមែនទេ3ដងឯណោះបានទេបើអ្នកចង់បង្ខំខ្ញុំអាចទ្រាំបានសម្រាប់យួនវឹងស៊ូគូនេះទោះខ្ញុំមិនយកក៏ខ្ញុំមិនខ្វល់ដែរប៉ុន្តែថ្ងៃនេះអ្នកបែរជាចិត្តប្រមាថទៅលើអ្នកទាំងអស់គ្នាដែលបានលះបង់ជីវិតដើម្បីសន្តិភាពខ្ញុំគ្មានសិទ្ធិអ្វីឡើយក្នុងការអភ័យទោសឲ្យអ្នកជំនួសពួកគេនោះទេលោកតាហ្វុងខ្ញុំពិតជាមិនមែនជាមនុស្សល្អទេរាល់កំហុសទាំងអស់គឺមកពីខ្ញុំសូមលោកមេត្តាអាណិតដល់តាចៅផងសូមឲ្យឱកាសខ្ញុំម្ដងទៀតចុះលោកតាហ្វុងខ្ញុំធ្លាប់បានសន្យាជាមួយតាចៅថានឹងមើលថែគ្រួសាររបស់គាត់ឲ្យបានល្អប្រសិនបើគាត់នៅមានជីវិតហើយបានឃើញត្រកូលចៅខ្លាយជាបែបនេះគាត់ច្បាស់ជាបន្ទោសខ្ញុំមិនខានឡើយអាវិនបាទលោកតាហ្វុងប្រកាសដំណឹងនេះចេញទៅចាប់ពីពេលនេះទៅដាក់ត្រកូលចៅក្នុងបញ្ជីខ្មៅលោកតាហ្វុងបានបញ្ជាហើយចាប់ពីពេលនេះទៅកាត់ផ្តាច់ទំនាក់ទំនងជាមួយត្រកូលចៅនរណាដែលនៅតាក់ទងជាមួយត្រកូលចៅគឺសុទ្ធតែជាការមិនគោរពដល់លោកតាហ្វុងកុំអីលោកតាហ្វុងខ្ញុំសូមអង្វរលោកសូមលោកដកសម្ដីវិញចុះបើមិនដូច្នេះទេត្រកូលចៅនឹងត្រូវចាប់ហើយខ្ញុំសូមអង្វរលោកអាវិនលោកចៅគម្រោងវិនិយោគនៅក្រៅប្រទេសទាំងអស់ភ្លាមចាប់ពីពេលនេះទៅខាងយើងនឹងមិនសហការជាមួយត្រកូលចៅទៀតទេរឿងលោកចៅកិច្ចសន្យានឹងមានអ្នកទទួលខុសត្រូវទៅជែកជាមួយអ្នកផ្ទាល់អាវិនចុះទៅក្រុមហ៊ុននឹងមិនសហការជាមួយត្រកូលចៅទៅទៀតឡើយ
លោកតាហ្វឹងសូមលោកមេត្តាអាណិតដល់ជីតារបស់ខ្ញុំផងសូមលោកមេត្តាអាណិតខ្ញុំចុះសូមកុំបិទផ្លូវក្រុមហ៊ុនចៅឡើយក្រុមហ៊ុនចៅមិនមែនគ្រាន់តែជាកម្លាំងចិត្តរបស់ខ្ញុំម្នាក់នោះទេវាក៏ជាបំណងប្រាថ្នារបស់ជីតាខ្ញុំពីមុនមកដែរខ្ញុំសូមអង្វរលោកសូមកុំទុកឲ្យក្រុមហ៊ុនចៅត្រូវវិនាសក្នុងមួយប៉ព្រិចភ្នែកបែបនេះឡើយប៉ុន្មានឆ្នាំកន្លងមកនេះដោយសារតែខ្ញុំនឹកឃើញដល់គុណចាស់របស់ជីតាឯងទើបខ្ញុំចំពោះភាពក្រអឺតក្រទមរបស់អ្នកខ្ញុំធ្វើជាបិទភ្នែកម្ខាងបើកភ្នែកម្ខាងគិតទៅវាជាកំហុសរបស់ខ្ញុំដែរខ្ញុំពិតជាមានទោសចំពោះជីតាឯងណាស់មិនមែនទេលោកតាហ្វឹងវាសុទ្ធតែជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំសន្យាថាថ្ងៃក្រោយនឹងមិនធ្វើបែបនេះទៀតទេសូមលោកមេត្តាគិតដល់មុខជីតាខ្ញុំផងសូមលើកលែងទោសឲ្យខ្ញុំម្ដងទៀតចុះកាលពីលើកមុននៅឯភោជនីយដ្ឋានខ្ញុំបានផ្ដល់ឱកាសឲ្យឯងរួចហើយទន្លេអាចផ្លាស់ប្ដូរផ្លូវតែចរិតមនុស្សពិបាកកែឥឡូវនេះអ្វីគ្រប់យ៉ាងដែលអ្នកទទួលបានក្រោមការការពាររបស់លោកតារបស់អ្នកក៏ដល់ពេលដែលត្រូវសឹងវិញហើយលោកតាហ្វឹងលោកតាហ្វឹងតើអ្នកដឹងទេថាលោកតាហ្វឹងគឺជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុនអចលនទ្រព្យចៅឥឡូវនេះលោកតាហ្វឹងមិនចង់ឃើញចៅឌៀនដងចៅឌៀនឈិននិងក្រុមហ៊ុនសិនដងទៀតទេពួកកាកសំណល់ទាំង3នេះអូពួកវាចេញទៅឲ្យឆ្ងាយគុំនៅកន្លែងនេះឲ្យសោះលោកតាហ្វឹងខ្ញុំគ្រាន់តែជាអ្នកបម្រើការងារតូចតាចអ្វីគឺធ្វើតាមបញ្ជារបស់ប្រធានចៅទាំងអស់វាមិនមែនជាកំហុសរបស់ខ្ញុំទេសូមលោកមេត្តាលើកលែងទោសឲ្យខ្ញុំផងលោកតាហ្វឹងខ្ញុំខុសហើយសូមអភ័យទោសឲ្យពួកយើងផងលោកតាហ្វឹងខ្ញុំខុសហើយសូមអភ័យទោសឲ្យពួកយើងផងចៅឌៀនដងអាមនុកាអើយអញប្រាប់អញយូរហើយថាឲ្យចេះបន្ទាបខ្លួនអញធ្វើឲ្យត្រកូលចៅវិនិច្ឆ័យអស់ហើយលោកតាហ្វឹងសូមមេត្តាជីវិតខ្ញុំផងអាវិនរៀបចំរឿងនេះទៅក្រុមហ៊ុនដែលពាក់ព័ន្ធនឹងអាហារទាំងអស់នៅក្នុងក្រុមហ៊ុនការទិញបន្លែទាំងអស់ត្រូវទិញពី Yunfeng Fruit and Vegetable តែមួយគត់បាទលោកតាហ្វឹងសូមអរគុណលោកតាហ្វឹងដែលបានជួយជ្រោមជ្រែងខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែរអរគុណដែលអ្នកទាំងអស់គ្នាទោះបីជាដល់ឯកសណ្ឋានយោធាចេញហើយក៏នៅតែមិនភ្លេចបេសកកម្មដែលខ្លួនត្រូវទទួលខុសត្រូវអរគុណដែលអ្នកទាំងអស់គ្នាសម្រាប់អតិថិជនទាំងនេះបានផ្ដល់ឱកាសការងារថ្មីជូនពួកគេសូមអរគុណលោកតាហ្វឹងលោកតាមានប្រសាសន៍ធ្ងន់ពេកហើយនេះជារឿងដែលពួកយើងគួរតែធ្វើលោកតាហ្វឹងលោកតាទុកចិត្តចុះពួកយើងធានាថាបន្លែរបស់លោកតាទាំងអស់នេះគឺទើបតែប្រមូលផលពីចំការរបស់កសិករយើងដឹកជញ្ជូនដល់ផ្ទះលោកតាទាន់ពេលវេលាដើម្បីឲ្យលោកតាបានបរិភោគបន្លែស្រស់ជារៀងរាល់ថ្ងៃល្អណាស់លោកតាអរគុណអ្នកទាំងអស់គ្នាដូចជាប៉ារបស់ចៅដែរសុទ្ធតែជាមនុស្សល្អណាស់